នេះដែលមិនធ្លាប់រងចាំនោះទេព្រោះការរងចាំជាសន្តាននៃចិត្តរបស់មនុស្សគ្រប់គ្នាតែសូមឲ្យកូនពូកែក្នុងការរងចាំកូនត្រូវរករបស់ណាដែលមានប្រយោជន៍ដល់ជីវិតធ្វើកំដរក្នុងរវាងនៃការរងចាំហ្នឹងទៅត្រូវអានសៀវភៅក៏អានទៅអាចនឹងសរសេរអត្ថបទធัวអីចឹងទៅក៏បានកុំទំនេរនៅក្នុងកិច្ចការងារព្រោះថាពេលវេលាមិនសម្បូរសម្រាប់ដែលយើងនៅរស់ជាមនុស្សនេះទេចូលកូនដឹងទុកជាមុនចោះថារបស់4យ៉ាងជារបស់ដែលសូមបានដោយលំបាកជារបស់ដែលមិនងាយសូមបានតាមបំណងទេ1សូមមាសប្រាក់ទ្រព្យសម្បត្តិ2សូមយសនិងបរិវារ3សូមការរស់នៅអស់កាលយូរ4ក្រោយពីស្លាប់សូមឲ្យបានទៅកាន់សុគតិភពប៉ុន្តែទាំង4យ៉ាងនេះកូនឪមិនត្រូវសូមពីណានាឡើយគឺត្រូវធ្វើឲ្យបានសម្រេចដោយខ្លួនឯងដោយសទ្ធាដោយសិលដោយសត្តៈដោយចាគៈដោយបញ្ញាដែលគុណធម៌ទាំងអស់នេះនាំឲ្យកូនបានសម្រេចទាំងក្នុងលោកនេះទាំងទៅក្នុងបរលោកអ្វីៗក្នុងលោករមែងកើតពីហេតុកូនត្រូវយល់ហេតុផលចូលកូនចាំទុកថាគ្រប់យ៉ាងកើតអំពីការធ្វើរបស់យើងបើកូនធ្វើល្អកូននឹងបានផលល្អបើកូនធ្វើមិនល្អទេកូនក៏នឹងបានទទួលផលមិនល្អដែរពាក្យថាធ្វើល្អបានល្អធ្វើអាក្រក់បានអាក្រក់នឹងនៅតែត្រឹមត្រូវនឹងពិសោធន៍បានគ្រប់ពេលវេលាទាំងអស់ព្រោះថាសត្វលោករមែងប្រព្រឹត្តទៅតាមកម្មនឹងឯងឪពុកធ្លាប់ចាញ់អ្នកដទៃប៉ុន្តែឪពុកមិនធ្លាប់រួញរាថយក្រោយទេកូនមាសឪពុកក៏ដូចគ្នាដែរទោះបីចាញ់ក៏កុំរួញរាថយក្រោយឡើយហើយកូនឪនឹងបានឈ្នះកាលដែលកូនបានឈ្នះចូលកូនកុំមើលងាយអ្នកចាញ់ឲ្យសោះព្រោះការមើលងាយជាចំណុចខ្សោយរបស់អ្នកឈ្នះព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាអ្នកឈ្នះតែងប្រទះនៅពៀអ្នកចាញ់រមែងដេកជាទុក្ខដូច្នេះចូលកូនចាំទុកថាមិនមានការតស៊ូណាឲ្យប្រសើរជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងឡើយសុខដតីក្រៅពីសេចក្តីសុខស្ងប់មិនមានឡើយកូនអ្នកឪពុកតើកូនមាននឹកឃើញសេចក្តីស្រឡាញ់របស់ម៉ែមកលើកូនដែរទេម៉ែបានដាក់ទានឲ្យកូនជានិច្ចរាល់ថ្ងៃម៉ែព្រមទទួលការលំបាកគ្រប់យ៉ាងជំនួសកូនម៉ែរងចាំបម្រើកូនជានិច្ចតាំងតែពីកូនកើតមកម៉ែបំបៅដោះកូនថ្នមកូនចិញ្ចឹមកូនជានិច្ចម៉ែភ័យញ័រអស់ខ្លួនប្រាណនៅពេលដែលកូនឈឺម្ដងហើយម៉ែជាគ្រូបង្រៀនឲ្យកូនបានចេះដឹងតាំងពីជុះនោមហូបចុកចេះស្លៀកពាក់បង្រៀនកូនឲ្យចេះអង្គុយចេះឈរចេះដើរចេះនិយាយជាដើមម៉ែជាគ្រូបង្វឹកគ្រប់យ៉ាងតាំងពីកូនកើតមកម៉ែទិញរបស់ឲ្យកូនលេងទិញនំឲ្យកូនញ៉ាំម៉ែជួយរៀបចំឧបករណ៍សិក្សាឲ្យកូនម៉ែជាធនាគារបើកប្រាក់ឲ្យកូនគ្រប់ពេលម៉ែជួយរៀបចំឲ្យកូនបានសុខស្រួលគ្រប់យ៉ាងម៉ែបានអប់រំកូនឲ្យមានកិរិយាមារយាទល្អម៉ែបានទទួលកូនទូលមានកូនគ្រប់យ៉ាងចំពោះកិច្ចការប្រចាំថ្ងៃម៉ែព្យាយាមដាស់តឿនឲ្យកូនក្រោករាល់ព្រឹកម៉ែប្រាប់ឲ្យកូនងូតទឹកដោះក្អែលឲ្យកូនម៉ែសិតសក់ឲ្យកូនតែងខ្លួនឲ្យកូនម៉ែដឹកនាំឲ្យកូនចេះសុភាពរាបសារម៉ែដាស់តឿនកូនកុំឲ្យនិយាយអាក្រក់ម៉ែរំលឹកកូនគ្រប់បែបគ្រប់យ៉ាងម៉ែអាចមិនល្អខ្លះចំពោះអ្នកដទៃប៉ុន្តែល្អជានិច្ចចំពោះកូនម៉ែអាចសម្លាប់សត្វ
ដើម្បីចិញ្ចឹមកូនម៉ែជាអាចារ្យម៉ែជាទេវតាស្ថិតនៅក្នុងផ្ទះនិងម៉ែជាព្រំទាំងជាព្រះកូនក្រាបសំពះឈ្នះអស់សត្រូវកូនត្រូវធ្វើបន់ជូនម៉ែជូនឪទោះជានៅមានជីវិតរស់ក្តីឬក៏គាត់ចែកឋានទៅហើយក្តីកូនត្រូវនឹករលឹកឃើញក្តីល្អរបស់ម៉ែដែលពលីកម្មក្នុងជីវិតរបស់គាត់ដើម្បីកូនកូនត្រូវចាំទុកថាកូនកុំប្រព្រឹត្តខ្លួនជាមនុស្សអួតមានជីវិតយើងរស់នៅបានសុខមិនមែនព្រោះមានទេតែយើងមានជីវិតរស់នៅជាប្រក្រតីក្នុងសេចក្តីសុខទៅបានព្រោះមានការអត់ធន់ស្មោះត្រង់ហ្មត់ចត់ម៉ាត់ឆ្យាត់ព្យាយាមមិនតម្កើងខ្លួននិងជាមនុស្សកតញ្ញូមនុស្សមិនមែនមានអាយុវែងព្រោះទ្រព្យទេណាកូនកាលណាកូនឃើញអ្នកដទៃមានទ្រព្យជាងយើងកូនកុំចំណែននឹងអ្នកដទៃនោះចូលកូនមើលអ្នកដទៃដែលក្រជាងយើងគឺច្រើនណាស់ហើយកូនចេះអាណិតដល់អ្នកដទៃដែលមានទុក្ខអាចជួយបានតាមសមត្ថភាពប៉ុន្តែទោះជាយ៉ាងណាក៏កូនកុំបៀតបៀនអ្នកដទៃបើមិនបានជួយអ្វីដទៃទៅទេនោះជាមួយនឹងអ្នកដែលមានបានកូនគ្រាន់តែត្រេកអរមុទិតានឹកឃើញថាបុណ្យគេបានធ្វើមកអញ្ចឹងទៅកូនមានសេចក្តីសុខហើយចាំបាច់ប៉ុណ្ណឹងទៅជែងអីទៅឲ្យកើតទុក្ខឡើយកូនត្រូវរៀនរស់នៅឲ្យជាសុខក្នុងបច្ចុប្បន្ននឹងឯងឈរនៅស្ថិតនៅកន្លែងណាក៏ឲ្យបានសុខទៅគ្រប់គ្រាន់សម្រាប់កូនហើយមិនចាំបាច់ឈរនៅកន្លែងនៅឲ្យដូចជាអ្នកអតីខ្ពស់ផុតទៅណានៃនោះទេសំខាន់គឺចិត្តយើងល្មមបានសុខសេចក្តីសុខវានៅក្នុងចិត្តយើងល្មមនេះទេពេលណាកូនឃើញអ្នកដទៃក្រលំបាកជាងយើងកូនមេត្តាអញ្ចឹងទៅកុំសម្លុតគំរាមកំហែងមើលងាយមើលថោកអ្នកក្រីក្រលំបាកនោះឡើយកូនត្រូវជួយអ្នកដទៃនឹងតាមដែលកូនអាចជួយបានទៅអ្នកដទៃក្រមែនប៉ុន្តែបែរទៅជាឲ្យកូនបានសេចក្តីសុខដែលអ្នកដទៃអាចទទួលការជួយរបស់កូនបាននេះក៏ជាគុណសម្បត្តិរបស់អ្នកដែលក្រីក្រលំបាកនឹងហើយដែលអាចឲ្យកូនបំពេញទានបារមីក៏បានដូចជាការបំពេញទានរបស់ព្រះបរមពុរិស័ទគឺព្រះបរមពុរិស័ទនឹងអរគុណស្មោមនឹងអរគុណអ្នកអត់អ្នកឃ្លានអ្នកខ្វះខាតសពគ្រប់នឹងដែលជួយឲ្យព្រះអង្គបានបំពេញបារមីសម្រាប់ជាព្រះសម្មាសម្ពុទ្ធនោះល្អឬមិនល្អគេមិនបានវាស់គ្នាដោយមានដោយក្រនោះទេនោះល្អឬមិនល្អគេវាស់គ្នាដោយទឹកចិត្តទេណាកូនវាស់ទៅដោយការប្រព្រឹត្តដូច្នេះកូនត្រូវចេះសម្លឹងមើលលោកនឹងឲ្យបានត្រឹមត្រូវទើបនាំមកនៅសេចក្តីសុខចូលកូនពិចារណានៅកំណាព្យខាងក្រោមនេះរូបសល្អរៀងគួរស្រឡាញ់តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរាឯចិត្តល្អជាមិនចាស់ឡើយកូនមាសឪពុកចូលកុំភ្លេចធัวថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បាយកូនអើយព្រះធัวមិនចេះឈឺបើកូនរៀនធัวអប់រំចិត្តប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេចិត្តភ្លឺខ្លាំងជាងសូរិយាភ្លឺដោយបញ្ញាចិត្តទំនេរកើតចាស់ឈឺស្លាប់ព្រោះក្តីស្នេហ៍ឯចិត្តទំនេរផុតទុក្ខចិត្តល្អមិនជរាព្រះធម្មាមិនចេះឈឺខាត់ចិត្តឲ្យបានភ្លឺមានពន្លឺផុតក្តីស្លាប់
ពុកម្ដាយសប្បាយចិត្តណាស់ដែលបានឃើញកូនប្រព្រឹត្តល្អប៉ុន្តែពុកម្ដាយក៏ខូចចិត្តណាស់ដែរព្រោះតែការប្រព្រឹត្តមិនល្អរបស់កូនចូលកូនកុំបណ្ដោយឲ្យចំណងដែលចង់មានចង់បានចង់រស់នឹងឲ្យអូសទាញកូនទម្លាក់ជ្រោះនៃសេចក្តីវិន័យនោះឡើយឲ្យសូមឲ្យកូនមានសម្បជញ្ញៈកសាងខ្លួនថែរក្សាខ្លួនមនុស្សគឺជាសត្វដ៏វិសេសដែលអាចកសាងខ្លួនបានឲ្យបានជាទីគោរពនៃទេវតាទាំងឡាយទៀតផងកូនអ្នកពុកបើកូនស្រឡាញ់ម៉ែឪនឹងកាលដែលកូនពិចារណាទៅហើយបានដឹងថាខ្លួនជាទីស្រឡាញ់នៃខ្លួនឯងដ៏យ៉ាងក្រៃលែងនោះកូនត្រូវរក្សាខ្លួនឲ្យជាការរក្សាដ៏ល្អឪពុកសូមប្រគល់នៅពាក្យទាំងអស់នេះដល់កូន1ចូលកូនចាំទុកថាការមិនតស៊ូក្នុងករណីខ្លះគឺជាវីរភាពដ៏ធំធេងក្រៃលែងជាងការតស៊ូយកស្លាប់យករស់ទៅទៀតហើយកូនពិចារណាក្នុងសេចក្តីហ្នឹងចូលកូនកុំរើសយកនៅរបស់ដែលពេញចិត្តដោយអំណាចនៃចំណង់របស់ខ្លួនតែកូនត្រូវរើសយកនៅរបស់នោះដោយសតិបញ្ញាកូនត្រូវពិចារណាដល់ប្រយោជន៍និងទោសនៃរបស់នោះឯងមុននឹងសម្រេចចិត្តថាយកកូនត្រូវកុំក្រោធខឹងជាមួយនឹងមនុស្សដែលធ្វើមិនល្អឲ្យសោះតាមពិតគេនោះក៏ចង់ល្អដែរគ្រាន់តែគេមិនបានយល់ច្បាស់ថាអ្វីជាសេចក្តីល្អអ្វីជាសេចក្តីអាក្រក់ឲ្យបានពិតប្រាកដតែប៉ុណ្ណោះកូនត្រូវដឹងថាក្នុងโลกនេះកម្ររកអ្នកដែលចេះត្រេកអរនឹងពាក្យបន្ទោសណាស់ដូច្នេះកូនកុំចូលចិត្តបន្ទោសអ្នកដទៃឡើយយ៉ាងទៀតបើកូនចង់តេះដៀលអ្នកណាកូនត្រូវសម្លឹងមើលខ្លួនឯងជាមុនកុំឲ្យគេស្ដីបកត្រឡប់មកវិញមាសប្រាក់ដែលកូនមានបើចាយណាស់រឹតតែអស់ចំណែកចំណេះវិជ្ជាវិញនោះរឹតតែប្រើរឹតតែចម្រើនកូនចូលចាំទុកថាមាសប្រាក់ជារបស់ក្រៅខ្លួនមេត្តាបិតាសប្បាយចិត្តព្រោះកូនចេះស្រឡាញ់គ្នារវាងបងប្អូនកូនចូលធ្វើអ្វីគ្រប់យ៉ាងដោយសុចរិតកាលបើសុចរិតកូនក៏មានចិត្តស្អាតតែបើកូនប្រព្រឹត្តទុច្ចរិតវិញចិត្តរមែងសៅហ្មងទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ក្នុងការដែលឪពុកម្ដាយត្រូវប្រគល់ឲ្យកូននោះទេចំណេះដឹងនឹងការប្រព្រឹត្តល្អតែប៉ុណ្ណោះដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឲ្យដល់កូនសម្លាញ់ចំបំផុតនៃសេចក្តីលោភលន់មិនចេះគ្រប់គ្រាន់គឺសេចក្តីទុក្ខអ្នកដែលមិនធ្លាប់ឲ្យអភ័យដល់អ្នកដទៃគឺជាអ្នកដែលទន់ខ្សោយដោយគុណធម៌ការឲ្យអភ័យដល់សត្រូវបានគឺជាការសាងមិត្តរមែងរុងរឿងដូចជាព្រះមហោសថបើអ្នកដទៃបោកបញ្ឆោតយើងអាចដឹងបានដោយងាយនិងដោះស្រាយបានដោយងាយផងដែរតែបើកូនបោកបញ្ឆោតខ្លួនឯងវិញគឺដឹងបានដោយលំបាកដោះស្រាយក៏បានដោយលំបាកដែរកូនគួរចាំនៅអ្វីដែលគួរចាំគួរភ្លេចនៅអ្វីដែលគួរភ្លេចបើមិនចាំបាច់ទេក៏មិនចាំបាច់គិតទៅនោះឡើយបើថាជាប្រយោជន៍ហើយក៏គិតឲ្យបានសម្រេចទៅដូច្នេះកូនត្រូវដឹងថាការងារណាដែលគួរធ្វើមុនការងារណាដែលគួរធ្វើតាមក្រោយនឹងផងដែរបើសិនបើកូនដួលព្រោះការឈានដើរទៅមុខវាប្រសើរជាងកូនដែលឈរនៅត្រឹងមួយកន្លែងព្រោះបើកូនឈរត្រឹងមួយកន្លែងកូននឹងត្រូវដួលនៅត្រង់កន្លែងនោះហើយកូននឹងមានឈ្មោះថាជាមនុស្សកំសាកកូនត្រូវព្យាយាមក្នុងកិច្ចការដែលជាតួនាទីកូនត្រូវចាំទុកថាជីវិតកើតមកដើម្បីអត់ធន់តស៊ូមិនថាជាមនុស្សឬជាសត្វសុទ្ធតែត្រូវការស្ដាប់ពាក្យផ្អែមល្ហែមពាក្យទន់ភ្លន់
កូនមេឪពុកក៏ដូចគ្នាដែរគួរតែនិយាយពាក្យទួនខ្លួនផ្អែមល្ហែមដល់អ្នកដទៃកាលបើកូននិយាយពាក្យពីរោះចំពោះអ្នកដទៃកូននឹងបានទទួលនៅពាក្យពីរោះពីអ្នកដទៃមកវិញកាលបើកូនទួនខ្លួនដាក់អ្នកដទៃក៏ទួនខ្លួនដាក់កូនវិញដែរកូនត្រូវធ្វើឲ្យបានជាទម្លាប់ក្នុងជីវិតជារង្វាន់ដែលកូនផ្ដល់ប្រគល់ឲ្យខ្លួនឯងដល់យ៉ាងក្រៃលែងកូនក៏សប្បាយចិត្តភ្លេចអ្វីភ្លេចបានតែកុំភ្លេចខ្លួនខូចអ្វីដទៃក៏ខូចចោះតែត្រូវប្រយ័ត្នកុំឲ្យខូចខ្លួនជាមនុស្សគឺកុំឲ្យកូនជាមនុស្សខូចនឹងឯងការធ្វើរបស់កូនពេលខ្លះមិនទាំងពេញចិត្តកូនខ្លួនឯងផងតើឲ្យអ្នកដទៃធ្វើអ្វីពេញចិត្តយើងបានរហូតទៅនោះយ៉ាងម៉េចទៅកាលដែលកូនគិតឃើញដូច្នេះហើយកូនក៏បន្ធូរបន្ថយនៅការខឹងក្រោធជាមួយនឹងអ្នកដទៃព្រោះនោះយើងផ្សេងគ្នាចិត្តវិញ្ញាណផ្សេងគ្នាការសន្សំសន្តានផ្សេងគ្នាវិបាកកម្មក៏ផ្សេងគ្នាអ្វីដែលត្រូវគៀបសង្កត់ជីវិតរស់នៅចិត្តសន្តាននឹងទៅតាមសភាពការបច្ចុប្បន្ននោះដូច្នេះកូនត្រូវរៀនឲ្យបានយល់ដឹងសេចក្តីពិតចំពោះអ្វីគ្រប់យ៉ាងដែលជាសភាវៈពិតជាធម្មជាតិនោះឯងដែលអ្នកណាក៏មិនអាចចេះតែចង់បានឲ្យដោយចិត្តរបស់ខ្លួននោះទេចាំបាច់និយាយថ្មីថានឹងផ្ដល់ប្រគល់មកឲ្យយើងពេញចិត្តទៅគ្រប់រឿងសូម្បីតែឲ្យដល់ខ្លួនគាត់នឹងមិនទាំងបានផងដូច្នេះកូនត្រូវយល់ហើយសង្ឃឹមលើការប្រព្រឹត្តរបស់ខ្លួនផ្ដល់ប្រគល់អ្វីល្អឲ្យដល់ខ្លួនឯងឲ្យសប្បាយចិត្តខ្លួនឯងទៅកុំចេះតែសង្ឃឹមចង់បានពីអ្នកដទៃនាំឲ្យកូនកើតទុក្ខនៅពេលដែលខកចិត្តនឹងឯងកូនមេឪពុកធម្មជាតិមិនដែលឲ្យអភ័យដល់អ្នកណាឡើយអ្នកណាធ្វើយ៉ាងណាត្រូវទទួលយ៉ាងនោះប៉ុន្តែធម្មជាតិបានឲ្យឱកាសដល់មនុស្សយើងគ្រប់គ្នាគ្រាន់តែថាដោយច្រើនមនុស្សយើងមិនចេះទទួលយកឱកាសនោះមកកសាងខ្លួនឬយកមកកែប្រែខ្លួននោះឯងម្ល៉េះហើយធម្មជាតិក៏ប្រព្រឹត្តទៅតាមកម្មគឺការប្រព្រឹត្តរៀងខ្លួននឹងទៅកូនចោលអ្វីផ្សេងបានតែកូនកុំបោះបង់ខ្លួនឯងចោលឲ្យសោះព្រោះនៅក្នុងโลกនេះមិនមានអ្នកណាជាទីពឹងរបស់កូនក្រៅតែពីកូនខ្លួនឯងទេដែលនឹងត្រូវជួយឲ្យគ្រប់គ្នាបានរួចផុតចាកទុក្ខហ្នឹងគឺត្រូវពឹងខ្លួនឯងហ្នឹងកូនត្រូវដឹងថាអ្នកក្លាហានគឺអ្នកដែលអាចបង្កប់ចិត្តខ្លួនឯងបានជាចវាយនាយលើចិត្តខ្លួនឯងមិនមែនមានតណ្ហាឬការខឹងក្រោធនឹងមកជាចវាយនាយគ្រប់គ្រងចិត្តនោះទេកូនកើតមកជាមនុស្សហើយត្រូវព្យាយាមបំពេញសេចក្តីល្អឲ្យខ្លាំងក្លាជាទីបំផុតព្រោះកូនមិនងាយបានជួបនៅឱកាសដ៏ល្អដូចនេះឡើយកូនដាំដំណាំបំរុងឫសតែបើដាំមនុស្សបំរុងសិលចង់ឆ្លងចាកទុក្ខត្រូវកុំខ្ជិលខូចខលដឹងខុសត្រូវកែខ្លួនមានតែមនុស្សដែលចេះប្រយ័ត្នប៉ុណ្ណោះឯងដែលអាចរក្សាខ្លួនទុក្ខឲ្យប្រពៃទៅបានកូនមេពុកត្រូវរក្សាខ្លួនដោយការប្រយ័ត្នប្រយែងជាទីបំផុតព្រោះមិនមានអ្វីដែលត្រូវរក្សាឲ្យក្រៃលែងជាងការរក្សាខ្លួននេះឡើយលោភៈមួយផ្លេតនាំមកនៅសេចក្តីទុក្ខអកាលជាអង្វែងទោសៈក៏ដូចគ្នាត្រូវប្រយ័ត្នជាទីបំផុតកូនត្រូវដឹងថាក្នុងโลกនេះរមែងមានរឿងដែលសម្រាប់ឲ្យយើងមានសេចក្តីអត់ធន់ត្រូវទទួលដឹងដូច្នេះឯងត្រូវដឹងថាโลกនឹងមានរឿងដែលសម្រាប់ឲ្យយើងអត់ធន់ដូច្នេះគឺជាឱកាសដែលសម្រាប់ឲ្យយើងចម្រើន
នៅគុណធម៌ជាមួយគ្នានឹងលោកនេះឯងកាលបើកូនអត់ធន់បានកូននឹងសម្រេចផលល្អរៀបដូចថ្នាំគ្រុននៅពេលកូនញ៉ាំទៅវាល្វីងមែនប៉ុន្តែផលរបស់វាគឺតិចខ្លួនបាត់គ្រុនចឹងកូនស្ដាប់កំណាព្យបន្តទៅភ្លេចអ្វីភ្លេចបានតែបើភ្លេចប្រាណឈានធ្លាក់រណ្ដៅបើបានជាផ្លាត់មិនតន់ធ្លាក់ជ្រៅប្រឹងឡើងណាពើកុំនៅនាំជ្រុលខូចអ្វីមិនគ្រោះតែបើខូចឈ្មោះមិនងាយជួសជុលកូនត្រូវប្រយ័ត្នកុំងប់ងងុលកាមជាគ្រឿងពុលខូចអស់ទាំងខ្លួនខូចខ្លួនខូចឈ្មោះខូចនេះពេញគ្រោះរស់លែងសុបសួនតែទោះយ៉ាងណាកុំឲ្យខូចផ្ទួនត្រូវប្រឹងកែខ្លួនកុំចោលអាត្មាចោលអ្វីចោលបានតែកុំចោលប្រាណក្នុងវដ្តសង្សារព្រោះក្នុងโลกនេះឥតមាននរណាជួយស្រង់អាត្មាក្រៅពីខ្លួនឡើយកូនត្រូវរក្សាការពារអាត្មាឲ្យបានដល់ត្រើយដោយការប្រយ័ត្ននឹងមិនកន្តើយប្រយ័ត្ននឹងហើយជាព្រះក្នុងខ្លួនប្រយ័ត្នជាម្ដាយញ៉ាំងគុណទាំងឡាយឲ្យកើតមកមួនអត់ធន់ជាឪរក្សាគ្រោមស្ងួនគុណធម៌ក្នុងខ្លួនដោយខែខាងខ្នើតខន្តីជាថ្នាំលេបជាប្រចាំរសជាតិល្វីងឆើតលំបាកទ្រាំណាស់លុះដល់ផលកើតរសជាតិល្វីងឆើតមានគុណកប់អងបុរាណបានពោលថាចៅលួចប្លន់ទ្រព្យសម្បត្តិមិនស្មើនឹងភ្លើងឆេះផ្ទះភ្លើងឆេះផ្ទះមិនស្មើនឹងចាញ់លបែងភ្នល់ចាញ់លបែងភ្នល់មិនស្មើនឹងជាប់គ្រឿងញៀនចៅប្លន់នៅសល់ផ្ទះអស់ប្រាក់មាសមិនជាអ្វីឆេះផ្ទះនៅសល់ដីអត់បាយឆីដីលក់បានចាញ់លបែងនៅជីវិតបើចេះគិតវិលវិញថ្កានញៀនថ្នាំប្រចាំប្រាណកែលែងបានស្លាប់ទាំងរស់កូនប្រុសស្រីត្រូវជាមនុស្សដូចតទៅកូនស្រីឪត្រូវជាមនុស្សមិនរឹងត្អឹងតែបើរឹងត្រូវរឹងប៉ឹងប្រឹងសិក្សាកូនប្រុសឪត្រូវជាមនុស្សមានប្រាជ្ញាព្រះផ្ដាំថាកុំស្នេហាស្រាស្រីលបែងកូនស្រីឪត្រូវជាមនុស្សមិនជាប់នុយកុំស្នេហ៍លុយស្អុយគេឈ្មោះរស់ដូចផ្សែងកូនស្រីឪត្រូវជាមនុស្សចេះខ្លាចក្រែងព្រះសម្ដែងឲ្យទម្លាប់ជាប់សិលវិញកូនប្រុសឪត្រូវជាមនុស្សចេះស្មោះត្រង់កុំតាមចង់ក្រែងមិនសពទុកមโนមនិញកូនប្រុសឪត្រូវជាមនុស្សតាមចេះវិញប្រឹងបំពេញធัวសន្តោសប្រុសមេត្តាកូនស្រីឪត្រូវជាមនុស្សមិនប្រមាទកូនស្រីឆ្លាតចេះប្រមើលមើលកិច្ចការកូនស្រីឪត្រូវជាមនុស្សទន់ចរិយាតែយ៉ាងណាសូមស្រីមុំកុំទន់ខ្សោយកូនប្រុសឪត្រូវជាមនុស្សចេះអត់ធន់ការស្រាលធ្ងន់កុំទម្រុនទន់បណ្ដោយកូនប្រុសឪត្រូវជាមនុស្សមិនថយក្រោយកុំចាំឲ្យមនុស្សស្រីច្រើនបានទៅមុខកូនស្រីឪត្រូវជាមនុស្សមិនលេះលោះពាក្យពីរោះមានរបៀបរៀបទំនុកកូនស្រីឪត្រូវជាមនុស្សរក្សាសុខបើខ្លាចទុកកុំជាមនុស្សទ្រុសិលធម៌កូនប្រុសឪត្រូវជាមនុស្សចេះស្គាល់ខ្លួនចិត្តមមមួនមិនអំនួតអួតខ្ទេខ្ទួកូនប្រុសឪត្រូវជាមនុស្សមិនញាប់ញួរជួបលោកធម៌ត្រូវពិចារថាមិនទៀងកូនស្រីឪត្រូវជាមនុស្សចេះដឹងគុណជាដើមទុននៃជីវិតពិតជាស្បៀងកូនស្រីឪត្រូវជាមនុស្សមិនលំអៀងសំដីទៀងពិតប្រកបមាត់ក្រអូបកូនប្រុសឪត្រូវជាមនុស្សចេះចាប់ផ្ដើមកុំច្បិចច្បើមត្រូវប្រឹងប្រែងក្រែងខ្វះហូបកូនប្រុសឪត្រូវជាមនុស្សមិនចេះល្មោបតែបើទ្របត្រៀលដល់ខ្ជិលរិលបញ្ញាកូនស្រីឪត្រូវជាមនុស្សមិនច្រណែនរៀបបែបផែនជាមង្គលដល់គ្រួសារកូនស្រីឪត្រូវជាមនុស្សមានមេត្តាមិនអ៊ីសាក្នុងជីវិតពិតជាស្ងប់កូនប្រុសឪត្រូវជាមនុស្សដឹងប្រមាណក្នុងខ្លួនប្រាណរាល់យប់ថ្ងៃលេងឲ្យកប់កូនប្រុសឪត្រូវជាមនុស្សមិនអភ័ព្វមិនត្រូវជាប់គ្រឿងញៀនញាមកាមគុណ5កូនស្រីឪ
កូនប្រុសស្រីកុំជាមនុស្សទ្រុះមិត្តភក្តិកុំជំពាក់ទ្រព្យបំណុលបុលបញ្ចាំកុំរ៉ាប់រងធានាទ្រព្យជាប់គ្រោះកម្មឪសូមផ្ដាំកម្មវេរាជាគ្រោះកាចកូនប្រុសស្រីកុំជាមនុស្សទ្រុះសីឡាកុំគិតថាសិលនេះណាខ្លាកំណាចតាមពិតសិលជាទេវតាក្លាអង្អាចមានអំណាចអាចប្រហារខ្លាកិលេសកូនប្រុសស្រីកុំជាមនុស្សទ្រុះមេត្តាស្រីនេះណាជាប្រព្រំកុំប្រហែសតែប្រហើនហ៊ានខោរខើត្រូវភ្លើងឆេះជាតិអ្នកចេះត្រេះរិះដឹងប្រឹងបូជាកូនប្រុសស្រីកុំជាមនុស្សទ្រុះបៃតាត្រូវដឹងថាប្រុសនេះណាជាព្រំមេបានសុខហើយក្នុងជំរុំព្រំវិហារត្រូវមនីមនីភ្ងារលឹកនឹកតបគុណកូនប្រុសស្រីកុំជាមនុស្សទ្រុះប្រពុតត្រូវលំអត់កាយវាចាប្រាថ្នាបន់កូនមានទានសិលភាវនាជាដើមទុនផុតទេរុនចាអាបាយឆ្ងាយពីទុក្ខកូនប្រុសស្រីកុំជាមនុស្សទ្រុះព្រះធម៌កុំជាប់ជួរនៃកាមគុណសុនក្នុងគុកប្រឹងដើរតាមស្នាមព្រះបាទព្រះជន់ទុកកុំសម្រាប់ធ្វើដំណើរដើរផ្លូវមាកូនប្រុសស្រីកុំជាមនុស្សទ្រុះព្រះសង្ឃត្រូវនឹកត្រង់អង្គសាវកព្រះភគវីទ្រង់សាសនាព្រះចិនស្រីល្បីខ្ទរខ្ទាក្រងធម្មាជាបីដកវិសុអៈកូនមាសឪពុកទាំងឡាយហើយព្រះធម៌មានហើយកុំធ្វើខ្វាក់ប្រឹងអានប្រឹងគិតឲ្យប្រចាក់ខណៈដ៏ល្អកុំកន្លងថ្ងៃ15កើតខែពិសាខជាថ្ងៃសម្រាប់ធ្វើបុណ្យឆ្លងព្រះពុទ្ធទ្រង់កើតជាចម្បងចម្លងសត្វលោកផុតភព3ថ្ងៃ15កើតខែអាសាឍកូនឪត្រូវឆ្លាតយល់សេចក្តីថ្ងៃនេះជាថ្ងៃព្រះចិនស្រីចាប់ផ្ដើមពោលស្ដីត្រាស់ទេសនាជាថ្ងៃកំណើតនៃព្រះធម៌ស្ដាប់ហើយតាំងគួរដល់ថ្លៃថ្លាដល់ពេលប្រសូតបានសោតតាផុតចាកទុក្ខាក្នុងអាបាយថ្ងៃដែលព្រះសង្ឃមានកំណើតថ្ងៃ15កើតមិនមែនឆ្ងាយគឺថ្ងៃតែមួយដែលធម្មកាយចាប់ផ្ដើមសព្វផ្សាយដោយព្រះពុទ្ធព្រះធម៌និងព្រះសង្ឃកូនត្រូវអោនអង្គយ៉ាងលំអត់គោរពបូជាដោយមោះមុតប្រសើរបំផុតត្រង់ចិត្តស្អាតថ្ងៃ15កើតមគ្គបូជាអង្គព្រះភគវាទ្រង់ឱវាទប្រាប់បេះដូងធัวក្នុងសន្និបាតគឺជាឱវាទបាតិមោកពិសាអាសាទមគ្គបូជាកូនឪគ្រប់គ្នាប្រញាប់ក្រោកទៅវត្តស្ដាប់ធัวបាតិមោកកុំឲ្យចាញ់បោកមេក្នុងខ្លួនរៀបចំភ្ញីផ្កាគ្រឿងបូជាសំពះវន្តាឲ្យសុបសួនធ្វើទានកម្មសិលឲ្យខ្ជាប់ខ្ជួនគំនុំគុំគួនកំបីមានកូនម៉ែឪពុកសម្បត្តិអវាទកាត់ថ្លៃមិនបានឡើយទ្រព្យសម្បត្តិមួយយ៉ាងដែលឪពុកម្ដាយប្រគល់ឲ្យកូនគឺអប់រំទូលមានព្រានប្រដៅដែលជាការបណ្ដុះបណ្ដាលនៅឧបនិស្ស័យល្អឲ្យកើតមានក្នុងខ្លួនរបស់កូនការអប់រំទូលមានជាសម្បត្តិមហាសាលមិនមានថ្ងៃដែលនឹងត្រូវចាយអស់ឡើយឲ្យតែកូនចេះនឹករលឹកដល់ពាក្យទូលមានទាំងអស់នេះហើយមានការប្រព្រឹត្តតាមដោយត្រឹមត្រូវទ្រព្យសម្បត្តិមាសប្រាក់មិនអាចយកទៅទិញនៅសេចក្តីល្អយកមកដាក់ខ្លួនកូនបានឡើយប៉ុន្តែសេចក្តីល្អដែលកើតមាននៅក្នុងខ្លួនរបស់កូនគឺព្រោះអាស្រ័យការអប់រំការបង្វឹកបង្ហាត់និងការបង្ហាញប្រាប់ដោយសេចក្តីស្រឡាញ់និងដោយសេចក្តីព្យាយាមរបស់មាតាបិតាដែលជាគ្រូដើមមុនគេបង្អស់របស់កូននឹងឯងកាលបើកូនអ្នកឪពុកបានយល់ដឹងដល់ការអប់រំថាជាសម្បត្តិដ៏ប្រសើរក្រៃលែងហើយនោះកូនត្រូវមានចិត្តរីករាយជានិច្ចក្នុងការទទួលយកនៅទូមានព្រានប្រដៅទាំងឡាយកូនត្រូវចាំទុកថាសម្បត្តិគឺការអប់រំទូលមាននឹងមានប្រយោជន៍ដល់កូនទៅបាននោះវាអាស្រ័យនៅលើការដែលកូនខ្លួនឯងជាអ្នកបដិបត្តិឪពុកម្ដាយបំពេញតួនាទីជាគ្រូដោយមិននឹករំពឹងរកតម្លៃនៃការតបស្នងអ្វីឡើយទោះបីមានសេចក្តីលំបាកយ៉ាងណាក៏ដោយក៏ម៉ែឪនៅតែមានការប្រឹងប្រែងជាយាមជានិច្ចទាំងអស់នេះព្រោះមកអំពីការទូលមានរបស់ឪពុកម្ដាយបានហូរចេញពីកៅអៅបេះដូងដ៏ស្មោះដែលពោពេញទៅដោយទឹកចិត្តមេត្តាសេចក្តីស្រឡាញ់និងអាណិតអាសូរបំណងឲ្យកូនបានសេចក្តីសុខទឹកចិត្តរបស់ពុកម្ដាយដែលស្រោចស្រពដណ្ដប់លើកូនដោយអំណាចនៃព្រហ្មវិហារគឺស្រទន់ដូចជាមេឃស្រទុំទ្រព្យវិជាជាកំណប់
ទ្របប្រពៃកូនឆ្លាតវៃលៃយកទ្របកប់ក្នុងខ្លួនស្មើម៉ែឪនៅជាមួយជួយថែធួនចិត្តមមមួនពួនផុតគ្រោះរស់សេរីទ្របចំណេះចេះគ្រប់យ៉ាងសាងប្រយោជន៍មិនហិនហើយដូចជាទ្របកប់ក្នុងដីទ្របចំណេះចេះភ្លឺប្រងយោងប្រុសស្រីចូលគ្មៀតក្មៃបីត្រកងត្រង់យកចេះបបពាចាសាស្តាដើមឆ្នើមពិសិដ្ឋនៅគៀកកាត់ចិត្តតេតិនមិនប្រហែសបង្ហាត់កូនឈួនពិសីស្ដីឲ្យចេះផ្ដល់ចំណេះសម្លេះខ្លៅដៅរកោះមេត្តាបិតាជាគ្រូអាចារ្យដំបងបង្អស់បង្ហាត់បង្ហាញដោយចិត្តស្ម័គ្រស្មោះឲ្យចេះបើដោះបានរស់ដល់ធំបង្រៀនគ្រប់មុខជុះនោមហូបចុកពុកម៉ែចៅអ៊ំម៉ែឪប្រឹងណាស់រាប់ខ្លួនជាខ្ញុំជួយឲ្យកូនធំនាំកូនរកត្រើយបង្ហាត់មេរិយាទប្រាប់ឲ្យស្គាល់ញាតយកគុណជាខ្នើយសុចរិតជាមុងស្មោះត្រង់បក់លហើយការមិនកន្តើយយកជាកន្ទេលបង្ហាត់សម្ដីឲ្យកូនប្រុសស្រីនិយាយដឹងពេលប្រដៅឲ្យក្រោកកុំនៅដេកត្រេលងូតទឹកដោះក្អែលម៉ែប្រាប់ទាំងអស់ប្រាប់ឲ្យកូនធ្វើល្អស្លៀកពាក់សគឺចិត្តស្មោះប្រដៅឥតមានខ្ចោះដូចគេច្រោះយកទឹកថ្លាអប់រំក្រើនរំលឹកទោះល្ងាចព្រឹកឪទេសនាប្រាប់ឲ្យកូនឧស្សាហ៍ធ្វើកិច្ចការជាកល្យានសុចរិតថ្លៃជាងពេជ្រកុំបំភ្លេចចោលខ្លួនប្រាណមនុស្សថ្លៃពុនប្រមាណកុំចោលប្រាណដូរយកប្រាក់ចោលប្រាណស្មើលក់ខ្លួនឪពោលផ្ទួនឲ្យប្រចាក់មនុស្សយើងថ្លៃជាងប្រាក់ត្រូវទុកដាក់ខ្លួនឲ្យល្អសុចរិតត្រឹមត្រូវនៅក្នុងខ្លួនជាទីជ្រកពួនសត្វនិកមរតកម៉ែឪពន្លឺសត្រាច់ចរតាមចិត្តជាប់រហូតត្រាប់ដែលសំខាន់គឺអវាទអប់រំឲ្យឆ្លាតចិត្តកូនស្លូតមរតកអស្ចារ្យធัวត្រៃកោតកុំឲ្យរបូតពីខ្លួនឡើយសច្ចៈខន្តីកតញ្ញូធัวបីជាគ្រូថែកូនហើយកូនមេឪពុកនឹងសះស្បើយជារោគដល់ត្រើយផុតទុក្ខាចិត្តល្អក្រណាស់មិនអាចយកមាសប្រាក់ទៅរកទិញនៅផ្សារប៉ុន្តែចិត្តល្អកើតដោយសារមេត្តាបិតាព្រានបដៅព្រោះហេតុដូច្នេះកូនមាសឆ្អិនកូនគិតឲ្យប៉ិនកុំឲ្យឆៅអវាទនឹងប្រាក់ណាឆោមឆ្លៅតើកូនសំដៅមួយណាជាងបាណាំងអករណੰងសុខੰងវសាឬប្រាំងព្រះពុទ្ធទ្រង់យាងត្រាស់ប្រាប់ថាបាបត្រូវជៀសវាងនោះទៅមិនខ្វៀងពីសេចក្តីសុខសុខោបញ្ញសអុច្ចយោកូនកុំធ្វើចោលហើយកុំសំកប់ត្រូវសន្សំបុណ្យទៅកូនបានសុខកុំចង់ស្រណុកព្រោះខ្ជិលឲ្យសោះអព្យាបច្ចហੰសុខੰលោកេក្នុងលោកទំនេរពីការឆ្លោះតោះកូនរស់បានសុខគ្រប់គ្នាទាំងអស់ព្រោះគ្មានទំនាស់អស់ការព្យាបាទសុខੰយាវៈជារាសីឡੰសិលមានកម្លាំងច្បាំងតាមក្បួនខ្នាតដណ្ដើមបានសុខកូនរស់បានស្អាតសុខឥតផ្លាត់ផ្លាតដរាបដល់ចាស់សុខាមត្តយគុណគិតខ្នន់គ្នាកុំឲ្យមានខ្វះប្រណិប័តមេត្តាដោយដឹងគុណច្បាស់បានបន់ច្រើនណាស់សុខសានក្នុងលោកអថោបេតយតាសុខាម្យ៉ាងទៀតកូនណាប្រាថ្នាមានជោគប្រណិប័តបៃតាថ្លៃថ្លាប្រយោគមានផប់បានភោគជារោគជួបសុខសុខាសទ្ធម្មទេសនាវាចាថ្លៃថ្លាកັບឆ្កាស្មាញស្មុកការសម្ដែងធัวនាំមកនៅសុខបំផ្លាញសម្បុកខ្មាំងអវិជ្ជាសុខាសង្ឃសសាមគ្គីក្រុមពួកសង្ឃជីមូលមីរួមគ្នាមិនមានបែកបាក់ចាក់រុកខ្ទោខ្ទានេះហើយគឺជាជំរំសុខសានចតាំងគុតតាំងសុខាវហੰជាយាមដេញខ្មាំងពីចិត្តសន្តានគ្រប់
ក្រងស្ងួនចិត្តដោយកម្មកល្យាននាំសុខមកបានសែនសានពេកក្រៃសុខខោបញ្ញាបដិលាភោបានលៀបថ្លៃធ្នូជាងកែវចរណៃគឺបានបញ្ញាភ្លឺច្បាស់ជាងថ្ងៃឆ្លងកាត់ភពត្រៃប្រពៃសុខសានសុខខោពុទ្ធានអ្នកមកបាតោព្រះពុទ្ធថង្គោពោពេញក្លាហានកសាងបារមីសេរីកើនកានរហូតដល់បានត្រាស់ជាព្រះពុទ្ធគ្រប់អង្គត្រាស់ដឹងក្នុងលោកមានជ័យមានជោគប្រាជ្ញាមោះមុតព្រះអង្គឈ្នះមានៅពេលវិយុទ្ធដោយសាស្ត្រាវុធមុតគ្មានអ្វីដូចទ្រង់ត្រាស់ដឹងហើយនាំមកនៅសុខបំបែកសម្បុកទិដ្ឋិកំហូចដោយធัวទេសនាភ្លឺថ្លារងរោចសុខគ្មានអ្វីដូចគឺព្រះនិព្វានសុខាសធាបតិដ្ឋិតាកូនស្ដាប់ទេសនាសាស្តាទូលមានបាននៅសទ្ធាក្នុងព្រះទ្រង់ញាណកូនបានជិះយានមានព្រះនាំផ្លូវសទ្ធាតាំងមមក្នុងចិត្តសន្តានកូនពិតជាបានផុតរឿងអាស្រូវជិះយានមានសុខសម្រុកឆ្ពោះផ្លូវមគ្គល្អពេកកើទៅទីផុតស្លាប់សទ្ធាជាទ្របថ្លៃថ្លាបវរជាទ្របត្រាច់ចរជាប់ក្នុងចិត្តស្រាប់មានគូបញ្ញាចាត់ការចំណាប់ដល់ទីផុតស្លាប់អស់ការស្រេកឃ្លានហើយណាំងធម្មំដសេវាយៈទំនាស់កັບចៈរំលោភឆ្លៀនពៀនល្មើសគុណម៉ែឪទ្រុះព្រះទ្រង់ញាណទ្រុះនៅត្រង់ហ៊ានបំភានសិក្ខាធัวថោកទាំងនេះគឺសែនហីណាំងស៊ីបាយបោកឆ្នាំងខ្មាំងនឹងសាសនាកូនឪមិនត្រូវសែបគប់ឡើយណាបាលីពោលថាអ្នកសេវាយៈធัวថោកមានច្រើនកើតកើនខ្លាំងណាស់ទាំងក្មេងទាំងចាស់ប្រព្រឹត្តឥតអសែបគប់ធัวខ្មៅចាញ់អំណាចប្រាក់ជាប់ខ្នោះជីវៈអន្តៈកាមគុណប្រមាទទេអ្នកសង្វសេកូនត្រូវរិះរេគិតទុកជាមុនរៀបចំជីវិតឲ្យផុតទៅរុនបនជាដើមទុនរួចចាកធัวថោកកូនឪមិនត្រូវរស់ដោយប្រមាទកូនខំសង្វាតកុំឲ្យចាញ់បោកតណ្ហាក្នុងចិត្តបង្កើតទុក្ខសោកកូនព្យាយាមក្រោកសម្លឹងធัวពិតបើកូនមិនក្រោកពិតជាលំបាកបញ្ហាឥតស្រាកឆាកលខោនជីវិតកំព្រាទីពឹងក្នុងភពងងឹតមោហៈរូបរិទ្ធពិតជាវង្វេងចូលកូនសម្លាញ់ស្ដាប់តាមឪពុកកូនកុំជាប់គុកនៅក្នុងបទភ្លេងត្រូវចេះស្ដាប់ធัวកុំចេះតែលេងស្រីស្រាកែវពេងជាលបែងគ្រោះថ្នាក់ធัวសែនកំបាំងនៅក្នុងជីវិតរូបពិតនាមពិតល្អិតជាសច្ចៈសត្វលោកល្ងងពិតងងឹតដោយខ្វាក់ឃើញត្រឹមតែប្រាក់ស្ម័គ្រចិត្តធ្វើចោលគិតស្មានបានសពក្នុងអវិជ្ជាយកល្ងងធ្វើគ្នាមានអ្នកដូចតោហ៊ានល្មើសនឹងច្បាប់រាប់ខ្លួនធ្វើចោលសុកចិត្តជឿហៅមិនជឿខ្លួនឯងកូនមាសឪពុកកូនស្ដាប់ឲ្យច្បាស់ព្រះពុទ្ធបានត្រាស់ហើយទ្រង់សម្ដែងប្រកាសធัวពិតដោយឥតមានថ្លែងត្រាស់ប្រាប់កន្លែងដែលរួចចាក់ទុកបញ្ញាឆ្លាតឆ្លះក្នុងធัวទាំងឡាយសតិក្នុងកាយយកជាប្រមុខកំចាត់ភាពល្ងងទំលាយទ្វាគុករួចផុតពីទុកបានសុខឧត្តមសរុបសេចក្តីដែលឪបានប្រាប់អត្តន័យសាស័ព្ទប្រាប់យកឲ្យចំគឺចង់ឲ្យកូនមានចិត្តតាំងមមប្រឹងប្រែងខិតខំទទួលឱវាទទទួលធម្មទានមានផលប្រសើរនាំកូនឲ្យដើរក្នុងផ្លូវដែលស្អាតគឺជាដំណើរតាមស្នាមព្រះបាទសម្បត្តិឱវាទកាត់ថ្លៃមិនបានសូមអនុមោទនាកូនត្រូវហាត់ធ្វើខ្លួនឲ្យសុភាពរៀបសារមានការព្យាយាមចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមមតំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងបានដោយត្រឹមត្រូវតទៅកូននឹង
បានជាមនុស្សមាននៅសេចក្តីសម្រេចនិងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូននេះឪពុកកូនត្រូវតែជាមនុស្សល្អដូចតទៅ1ជាកូនដែលល្អរបស់ឪពុកម្ដាយ2ជាសិស្សដែលល្អរបស់គ្រូអាចារ្យជាមិត្តដែលល្អរបស់មិត្តជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងโลกនេះដោយខំប្រឹងសាងនៅសុចរិតពិតប្រាកដចូលកូនរស់នៅឲ្យបានជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនត្រូវដឹងថាធម៌រមែងរក្សាឲ្យយើងមានសេចក្តីសុខតែធម៌នឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធម៌ទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅបរិភោគនៅអាហារនោះទេយ៉ាងណាមិញធម៌ក៏យ៉ាងនោះដែរបើយើងមិនយកមកបប្រតិបត្តិទេធម៌ក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមាននៅសេចក្តីសុខសេចក្តីចម្រើនទៅបាននោះក៏ព្រោះតែយើងបានបប្រតិបត្តិនៅធម៌នឹងឯងធម៌ជារបស់ចាំបាច់ដល់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីទាំងអស់ព្រោះធម៌ធ្វើឲ្យជីវិតយើងមាននៅគុណតម្លៃជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ឥឡូវនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ខ្លាំងណាស់ទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតបានជាគុណតម្លៃនិងជាសេចក្តីសុខឲ្យដល់កូនរួមទាំងក្រុមគ្រួសារទាំងអ្នកដែលនៅជុំវិញកូនទៀតផងកូននេះឪពុកការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងអស់នេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការបង្វឹកពីខាងដើមមកយ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំនឹងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះក៏ត្រូវមានឪពុកមានម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរកាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះកូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដឪពុកនិងម្ដាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូលមានអប់រំដល់កូនហើយកូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនទៅដោយគុណនិងមានសីលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលម៉ែឪទូលមាននោះឪសូមឲ្យពរដល់កូនមាសពុកកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សនេះណាស់ចា
ការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយមិនធ្វើនៅអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយកតញ្ញូតាធម៌មានកម្លាំងដ៏ក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញូតាធម៌ត្រូវកូនខំប្រឹងគិតឲ្យបានល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសនៅក្នុងសិលក្នុងផ្លូវនៃពធផ្លូវនៃព្រះវិន័យមានកំហុសទៅបានតាំងតែពីខុសតូចតិចរហូតដល់ទៅខុសធំគឺកើតមកអំពីការមិនដឹងគុណនឹងឯងតែបើកូនជាមនុស្សចេះដឹងគុណកូនមានតែសេចក្តីចម្រើនទៅដោយកុសលយ៉ាងទៀតកតញ្ញូតាធម៌ដែលមាននៅក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូននេះឪពុកជាមនុស្សល្អកតញ្ញូតាការដឹងគុណជាទុនជីវិតពិតដ៏ឆ្នើមជួយញ៉ាំងបារមីធំសម្បើមនិងជាដង្ហើមនៃកុសលកតញ្ញូតាការដឹងគុណនាំចាកទេរុនបាបកង្វល់គឺជាបញ្ញាគ្រឿងតម្កល់នាំខ្លួនចូលដល់កុសលកម្មគុណធម៌ល្អណាស់ក្នុងខ្លួនមនុស្សកូនកំប្រទុះត្រូវចងចាំជាធម្មតាគុណគ្មានប្រេះស្រាំទោះយូរខែឆ្នាំនៅតែល្អបើកូនចង់បានជាមនុស្សពិតត្រូវមានគំនិតថ្លៃបវរកូនកុំយកខ្មៅធ្វើជាសកុំយកគុណល្អមកជន់ឈ្លីកូននេះឪពុកកូនត្រូវចាំទុកមួយមេត្តាបិតាជាព្រះព្រំរបស់បុត្រធីតាការដែលធ្វើឲ្យមេត្តាបិតាលំបាកចិត្តតឹងណែនក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្មដ៏ធ្ងន់របស់កូន2ការជឿស្ដាប់ដំបូន្មានល្អរបស់មេត្តាបិតារមែងមិនមានការសាបសូន្យឡើយពោលគឺមិនចេះរឹងរូសតែម្យ៉ាងគឺកូននឹងបានល្អគ្រប់យ៉ាង3ការតបស្នងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន4ការបំពេញតួនាទីជាកូនល្អគឺជាការបប្រតិបត្តិធម៌កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនរវាសរវៃត្រូវឈានទៅមុខត្រូវធ្វើការងារប្រជែងជាមួយពេលវេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់សង្គមជាតិ5អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិន័យសម្រាប់ជីវិតកូននេះឪពុកត្រូវដើរតាមផ្លូវព្រះកុំដើរតាមផ្លូវរបស់មេការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយសកូនត្រូវចេះពិចារណាដោយខ្លួនឯងដាស់តឿនខ្លួនឯងកុំលេះលោះកុំទម្រុនត្រូវឆ្ងាយពីអបាយមុខស្រីស្រាលបែងនិងបាបប្រមិតជាដើមកូនត្រូវដើរនៅក្នុងផ្លូវព្រះធម៌ជានិច្ចកូនកុំប្រមាថក្នុងជីវិតផ្លូវនេះនៅជិតក្បែរមាត់ជ្រោះចិញ្ចឹមជីវិតឲ្យបានរស់កូនត្រូវស្គាល់គ្រោះឲ្យជាក់ច្បាស់បាបប្រមិតស្រីស្រានិងលបែងខ្នល់ព្រមទាំងមិនខ្វល់នឹងធុរៈជាជ្រោះគ្រោះថ្នាក់ប្រកបជាក់ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់កដំណើរជីវិតពិតលំបាកតែបានធូរស្រាកព្រោះធ្វើល្អផ្លូវអបាយមុខមិនត្រាច់ចោចេះភ័យខ្លាចក្រប្រឹងរៀនសូត្រកូននេះឪពុកពេល
ពេលវេលាដែលកន្លងទៅនឹងជីវិតឪដែលបានកន្លងមកនេះជារយៈពេលយូរដែលហើយជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិតឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខទុក្ខនិងឆ្លងកាត់លោកធម៌ផ្សេងទៀតដ៏ច្រើនសន្ធឹកសន្ធាប់កូនស្ងួនមេឪពុកឯងជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់ត្រូវធ្លាក់ចុះចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះឪបានជួបប្រសពនិងបានដឹងរឿងរ៉ាវច្រើននៅក្នុងលោកឪមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹងចូលកូនប្រុងចាំស្ដាប់ជីវិតនោះយើងនឹងមានសេចក្តីសុខទៅបានគឺតលតែយកព្រះធម៌មកជាកល្យាណមិត្តយកព្រះធម៌មកទុកទំនុកបំរុងឲ្យដល់ចិត្តត្រូវតាំងទុកក្នុងចិត្តជានិច្ចជាអចិន្ត្រៃយ៍ព្រះធម៌ក្នុងទីនេះគឺការបំពេញនៅមុខនាទីនិងភាពត្រឹមត្រូវក្នុងពេលខ្លះសេចក្តីទុកក៏បានមកដល់ជីវិតដើម្បីសាកល្បងយើងបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីជាយាមសូមឲ្យកូនប្រកាន់នៅគតិមួយថាឧបសគ្គរមែងមកមុននៅសេចក្តីសម្រេចនិងសូមឲ្យកូននឹកជារឿយថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪពុកសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសេចក្តីសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់ការបើបាបច្រើនការគិតក៏នាំមកនៅសេចក្តីក្តៅកាហាយដុតរលចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយដើម្បីបានសុខក្នុងជីវិតត្រូវតែមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបវរសន្សំធัวសសាងជំរកជីវិតមានទុកជាធម្មតាប្រៀបដូចជលសាមានរលកប៉ុន្តែបញ្ញាស្រាវជ្រាវរកចាប់យកសុខស្ងប់ត្រឡប់វិញដឹងថាទុកពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញទុកកាយតែចិត្តមិនមโนមនិញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធัวជាអាហារទៅបានសុខាទាំងប្រុសស្រីសុចរិតធัวសជាចំណីសេរីសួស្តីមានរាល់ឆ្នាំកូនអ្នកពុកផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំយ៉ាងណារបស់ស្អុយទាំងឡាយមានលាមកនិងសាកសពជាដើមក៏ជាទីពេញចិត្តនៃសត្វរុយយ៉ាងនោះដែរបើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវាចាល្អនិងមានចិត្តល្អរមែងប្រៀបដូចជាផ្កាឈើតែបើកូនមានកាយកម្មមិនល្អវាចាមិនល្អនិងចិត្តមិនល្អទេកូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរកូនស្រីមេឪពុកក៏បីជ្រើសរើសយកដោយខ្លួនឯងតើកូនត្រូវការឲ្យរុយវារោមឬក៏ត្រូវឲ្យឃ្មុំមកក្រេបបើកូនស្រីត្រូវការឲ្យឃ្មុំមកទុំក្រេបកូនត្រូវបប្រតិបត្តិខ្លួនឲ្យមានកាយកម្មល្អស្អាតវាចាល្អស្អាតនិងចិត្តល្អស្អាតពោលគឺកូនត្រូវជាមនុស្សមានសិលធម៌បើកូនស្រីប្រព្រឹត្តផ្ទុយពីល្អស្អាតកូនត្រូវបានជួបតែជាមួយនឹងរុយដែលនាំមកនៅសេចក្តីសៅហ្មងនិងសេចក្តីវិន័យដល់ខ្លួនកូនជាពិតប្រាកដឃ្មុំក្រេបផ្កាមិនធ្វើឲ្យខូចផ្កាមានតែនាំយកលំអងកេសរទៅធ្វើជាទឹកផ្អែម
ai khuôn anh chìa cá xâm rạch bán chìa phá nhằm thì giáo khăn lốt ai bò rị bồ nơi nâng khuôn sạch múng mình miền mê rốt mình miền robot màu rốt miền tay lùm ong kê sọp cá ní chỉ mua này mà nút lọ bà con chìa mà nút cá con nâng miền mà nút lọ một rốt con nhằm thì giáo ai tù lung tù lê giang tiết mông chỉ mua lấy sợi đấy sù sợi đầy ai xôm ai po đào cồn sấy xôm ai cồn sấy bàn tới chìm nút lõ pri bạch đôi chìm cà chơ xôm ai cồn sấy ở bàn chlong ruồi pi đây sao món còn chìm nút sợi lại cồn nè tục mông trôi chết rồi bóc rồi ô rồi bóc em chia chùm này tới tam sập hiệp rồi bỏ mồm nụ ai chấm này sạt rồi vĩnh rồi mình trôi chết rồi bỏ sợi rồi bỏ rồi lui tới tam sập hiệp rồi bỏ rồi con pro rồi bỏ ở bờ con trôi chết rồi bỏ để mình nó cứ sai cốt mình nuôi mình nó kết mình nó đi dây mình nó phơi mình nó nâng từ cam sạch than ti đại mình nó hỡi con có tiệp đôi chia sạch rồi chẳng an bà con kết lọ đi dây lọ phơi lọ sai cốt mít lọ nâng từ cam sạch than ti đại lọ lọ con cóประกอบđôi chỉ khmum đòi bịch bà con pro chỉ khmum con rồi mình bàn chụp chỉ mũi nâng ca tại bà con chỉ rơi vinh con rồi mình bàn chụp tay chỉ mũi nâng rồi bỏ đầy soi rồi lui khăn than bệ sự thi nè than đây nè tăng cho bị đau mà hốt mà trục giang chia rồi bỏ cù khỉ miền ngõ ngất miền phừ miền lõ miền ở cọ và sân bờ ỏi rớt chấm pua rồi bỏ để khuôn anh pin chặt hơi trục khỉ rồi mình bật na tại rồi bỏ đây là o tại tam bịchสิกระไดปัฒนานุคือตอแต่เมียนกาปพฤติไอบานละอตรำเต๋อเติบอายสำรักเติบบานกาดาวเพลย์โปลคือกาปพฤติดำใบไอบานเติบดอสิกระไดละอซ้ำตามบ่มนองปัฒนาคือกาสระลังเนี่ยดตีจะกาสระลังดาวสิกระไดรับอ่านสระลังโดยเมตตาปรัวถากาสลังเนตตีแบบนี้อาจดอกสไลในปัญญาบานโดยจุ่มปัวคือปัญญาบีดเบียนเฟอไอโลกนี้เมียนแต่สับสันเดเพียบเมตตาจะทัวสร้างโลกหนึ่งตรัวตรงโลกกาสลังเนตตีโดยทัวเมตตาหนึ่งการล้างบานเอาปกสมปรับดอกโกนโดยต่อเตยหมวยsau mấy con sầm lăng mơ nhẹ là tây tha chỉ mất rùm ca rùm cha rùm chư rùm slap chỉ mùi kia tầng o mình tha tây tạ na cuột rư pat chỉ bàn lai pi sầm lăng mơ phai là o này sạt lộc nâng sầm lăng mơ bầm non pat na này sạt lộc để chọn bàn chỉ đây sọc đôi kia rùm tem sầm lăng mơ sang tha rồi lộc tam chỉ đây bật phong bay miền thì đây sầm đọcคือเมียนกาเป็นจัดตามเมียนตามบ้านจะภูมิทานน้องชีวิตเมียนบ้านอย่างน้าก็พร้อมละบวมอย่างนุกมันประกำสะอาดพวกเคยดอกให้ได้ซ้ำกู้จีมวยพอลส้มไอโกนกึดท่าเมียนก็หล่อมันเมียนก็บานเป็นจัดจำพวกระบอได้ซ้ำกู้คือระบอได้บานเมาโดยสัจจรัตจึงจำชีวิตโดยตรอบตระเจียติจุ่มบุญเมียนกาตั้งจัดม่วมเคยโตในสิ่งใดเชื่อเคยก้นไปยาวในสิ่งใดเชี่ยเยี่ยมกาได้บานจูบในระบอบได้มันจะตีปัฒนาโกนไตรฝึกตกน้องจัดท่าเลียบโยสอบตกเสียหนึ่งตีอดเลียบอดโยคือchỉฉบับธรรมดาในชีวิตเมื่อกระดาษคลังโกนเตรเปะมัวหรือก็บังฉัดโกนมันเตรขังประตูจะมวยหนังกระดาษเลยจะน้อยตีมวยหนังตีปีจะหายจัดในจัดเมตตาจะน้อยตีใบคือสิ่งใดสันดอกเรียแรงโลภะ
ព្រោះបើលោកភ័ក្រច្រើននាំឲ្យខូចការរាប់អានរហូតនាំចូលទៅដល់ការបៀតបៀនទៀតផងឯចំណុចទី4គឺសេចក្តីជាយាមជាគូនឹងសន្តោសញ៉ាំងជីវិតឲ្យមានស្ថិរភាពជាប្រយោជន៍ដល់ការរក្សានៅគុណធម៌យ៉ាងទៀតការមិនញាប់ញ័រនឹងលោកធម៌មិនតោះចិត្តជាមួយនឹងរបស់ធម្មតាឈ្មោះថាមានធម៌ជាទីពឹងបុគ្គលមានធម៌ជាទីពឹងរមែងមិនខឹងក្រោធជាមួយអ្នកដទៃឡើយចូលកូនចាំទុកថាខឹងក្រោធនឹងអ្នកដទៃគឺលុតជង្គង់អង្វរសូមទីក្តីសពពីអ្នកដទៃឯការស្រឡាញ់រាប់អានអ្នកដទៃជាការចែកនៅសេចក្តីសុខដែលខ្លួនមានយ៉ាងសម្បូរឲ្យដល់អ្នកដទៃបើកូនចេះស្រឡាញ់រាប់អានអ្នកដទៃប្រកបទៅដោយធម៌មេត្តាហើយកូននឹងបាននៅសេចក្តីល្អសមតាមបំណងប្រាថ្នាបីដូចកូនមេឪពុកមានទេវតាតាមថែរក្សាចឹងដែរមេត្តាប្រែថាការរាប់អានរកអ្នកដែលបានរួមកើតស្លាប់គ្រប់គ្នាប្រាថ្នាសពឆាប់ឆាប់បញ្ញាប់ចង់រួចពីទុក្ខាសត្វលោកស្រឡាញ់ខ្លួនឯងណាស់កិលេសសែនក្រាស់គ្រប់អាត្មាព្រះឲ្យយកខ្លួនជាឧបមាសត្វក្នុងលោកាប្រាថ្នាសុខអធិស្រ័យសត្វមិនដូចគ្នាចាត់ចែងការងារតាមភូមិស្រុកប៉ុន្តែសត្វលោកប្រឹងសម្រុកធ្វើការយកសុខដូចតែគ្នាកាលណាបានយល់ដូច្នេះហើយចម្លើយដ៏ល្អគឺភាវនាចម្រើនមេត្តាជ្រោចគង្គាព្រួញពឹសខ្លាយជាបុប្ផាស្រស់កូនមេឪពុកមនុស្សគ្រប់រូបដែលបានកើតមកក្នុងលោករមែងមានការតាក់ទងគ្នាដោយពាក្យនិយាយមានអំណាចដ៏ក្រៃលែងកូនត្រូវយល់ដូចតទៅ1ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ឲ្យคล้ายមកជាហេតុល្អបាន2ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន3ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិលឲ្យមកជាអ្នកមានព្យាយាមបាន4ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងង់ឲ្យមកជាមនុស្សឆ្លាតបាន5ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់ឲ្យជាមនុស្សស្ងប់រងាប់បាន6ពាក្យនិយាយអាចដូរផ្លាស់មនុស្សជាចេះរឹងរូសឲ្យត្រឡប់មកជាមនុស្សប្រដៅងាយទៅបាន7ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលខូចសតិឲ្យមានសតិវិញបាន8ពាក្យនិយាយអាចធ្វើឲ្យមនុស្សឆ្លោះគ្នាទៅជាល្អនឹងគ្នាបានចំពោះពាក្យនិយាយនេះរមែងមានអំណាចដូចគ្នាដែរគឺអាចនិយាយឲ្យមនុស្សខូចប្រយោជន៍និយាយទម្លាយសេចក្តីសុខចម្រើនរបស់អ្នកដទៃបានគ្រប់យ៉ាងដូច្នេះកូនត្រូវបប្រតិបត្តិក្នុងការនិយាយឲ្យបានហ្មត់ចត់កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ5យ៉ាង1និយាយពាក្យពិតមិននិយាយលេះលោះ2និយាយពាក្យពីរោះមិននិយាយញុះញង់3និយាយត្រឹមត្រូវតាមកាលៈទេសៈ4និយាយឲ្យបានប្រយោជន៍ដល់អ្នកស្ដាប់5និយាយដោយចិត្តមេត្តាប្រាថ្នាឲ្យអ្នកដទៃបាននៅសេចក្តីសុខឬនិយាយដោយចិត្តសប្បុរសស្មោះត្រង់មិននិយាយរបៀបព្រួញពឹសដាក់អ្នកដទៃនោះឡើយកូនមេឪពុកប្រាថ្នាឲ្យកូនបានចូលដល់សេចក្តីល្អ10ប្រការគឺ1កូនត្រូវជាអ្នកមានសិលធម៌ប្រចាំខ្លួន2កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន3កូនត្រូវគប់រកតែជាមួយនឹងមិត្តពិតប្រាកដ4កូនត្រូវជាមនុស្សប្រដៅងាយ5កូនត្រូវចេះជួយកិច្ចការអ្នកដទៃ6កូនត្រូវចេះស្រឡាញ់ធម៌របស់សប្បុរស7កូនត្រូវមានជាយាមដោយអំណត់អត់ធន់8កូនត្រូវសន្តោសចំពោះបច្ច័យ4 9
កូនត្រូវមានស្មារតីដឹងមុខនេតិរបស់ខ្លួននិង10កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាថនៅក្នុងជីវិតនិងត្រូវរកផ្លូវឲ្យបានផុតចាកទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងโลกដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ក្រៅតែពីកូនខ្លួនឯងព្រមគ្រប់នោះឡើយនិងយ៉ាងទៀតក្នុងโลกនេះដែរមិនមានអ្វីណាដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាងកូនជាមនុស្សល្អនោះឡើយសម្បត្តិក្នុងโลกមិនអាចគ្រប់មិនអាចបញ្ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងโลกមិនអាចល្អស្មើនឹងធัวសនាំចាកភពធัวពិតកូនឪត្រូវសែបគប់ព្រមទាំងគោរពខ្លួនឯងផងកូនហៅពុកកូនត្រូវយល់ដឹងថាសេចក្តីអត់ធន់ញ៉ាំងនៅផលឲ្យសម្រេចបានគ្រប់យ៉ាងកូនត្រូវអត់ធន់ដូចតទៅអត់ធន់ក្នុងរឿងដែលគូអត់ធន់នេះមួយនិងមួយទៀតអត់ធន់ក្នុងរឿងដែលមិនគូអត់ធន់ឲ្យសូមអធិប្បាយគឺមុនដំបូងកូនគូអត់ធន់ក្នុងរឿងដែលគូអត់ធន់ដូចជាអត់ធន់ចំពោះមុខនេតិអត់ធន់ក្នុងការបរិភោគការសម្រាកដេកការសិក្សារៀនសូត្រចូលកូនអត់ធន់ដើម្បីអនាគតរបស់កូនសូមឲ្យកូនប្រកាន់ទុកថាសេចក្តីអត់ធន់គឺជាមុខនេតិរបស់យើងមួយផងដែរតទៅឪសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ដូចជាយើងធ្វើល្អហើយតែត្រូវគេនិន្ទាធ្វើល្អដល់គេត្រូវគេប្រទូសតបវិញនិយាយពិតដោយស្មោះប៉ុន្តែត្រូវគេពោលមូលបង្កាច់រឿងទាំងអស់នេះសុទ្ធតែយើងធ្វើបានត្រឹមត្រូវមិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវតែអត់ធន់ទាំងដែលយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុតប៉ុន្តែបើកូនធ្វើបានកូនមានឈ្មោះថាជាកូនល្អដល់ក្រៃលែងកូននឹងមានសេចក្តីសុខផលនឹងកើតមានដល់កូនព្រមទាំងបរិវារអ្នកដែលនៅជុំវិញខ្លួនកូនកាលណាបើកូនមាននៅសេចក្តីអត់ធន់បែបនេះនោះសេចក្តីអត់ធន់ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់ធ្វើឲ្យរួចអំពីក្រញាំតណ្ហាធ្វើឲ្យមានរបៀបវិន័យបញ្ឈប់សេចក្តីក្រោធបានធ្វើឲ្យតម្កល់ខ្លួនបានល្អជាដៃគូក្នុងការងារជាអាវក្រោះរបស់ចិត្តនាំឲ្យមានមិត្តខ្សត់សត្រូវនិងសេចក្តីអត់ធន់ជាបិតានៃគុណធម៌ទាំងពួងដែលយកទៅដុតដោយភ្លើងហើយយកមកលួចដំធ្វើជាឧបករណ៍ផ្សេងរមែងរឹងនិងមានតម្លៃយ៉ាងណាមិញមនុស្សដែលអត់ធន់បានល្អគឺជាមនុស្សរឹងប៉ឹងនិងមាននៅគុណតម្លៃក៏យ៉ាងដូច្នោះដែរកំណាព្យទងជ័យពុទ្ធខន្តីប្រែថាការអត់ទ្រាំរឹងមាំល្អស្រស់ដូចជាទង់រក្សាកុសលឲ្យគង់វង្សមេត្តាដូចទង់បក់រវិចមេត្តាខន្តីគូសំស័កមិនមានថ្នាំងថ្នាក់អ្វីបន្តិចគឺអតោសៈថ្លៃជាងពេជ្រកំតិចសត្រូវនៅក្នុងខ្លួនខ្សែកតញ្ញូបង្ហូតទង់ត្រួតត្រងបារមីឲ្យមមមួនបញ្ញាជាដងយ៉ាងសុបសួនខ្យល់បក់អង្រួនគឺលោកធម៌សតិជាគ្រឹះកប់ក្នុងដីដងទង់គ្មានអ្វីត្រូវញាប់ញ័រទង់បក់រវិចរំលេចពួរទទួលលោកធម៌ទាំង8ខៀវលឿងក្រហមសហង្សបាតពណ៌ភ្លេកស្រស់ស្អាតចាំងរាំងសី
ជាផលសម្រាប់ពីបារមីសិលជាផែនដីត្រួដងទុំកូនអ្នកពុកមុទិតាប្រែថាត្រេកអរតាមគឺជាដំណើរនៃចិត្តដែលទន់ភ្លន់ទៅរកអ្នកដតីនៅពេលដែលអ្នកដតីមានសេចក្តីសុខឬបានលៀបបានយោសូមឲ្យមុទិតាជាអភរណៈគ្រឿងប្រដាប់កាយនៃកូនប្រុសស្រីទាំងឡាយឪពុកសង្កេតឃើញថាមនុស្សចំនួនច្រើនដោយប្រក្រតីមិនសូវមាននៅមុទិតាជាមួយនឹងអ្នកដតីឡើយមុទិតាគឺជាការសម្ដែងចេញនៅសេចក្តីត្រេកអរគឺត្រេកអរតាមដែលអ្នកដតីមានសេចក្តីសុខឬមានលៀបមានយសហើយនោះពោលគឺរួមនៅសេចក្តីត្រេកអរទាំងផ្លូវកាយផ្លូវវាចាទាំងផ្លូវចិត្តជាមួយនឹងអ្នកដែលបានជួបប្រសពនឹងសេចក្តីសម្រេចនៅផលប្រយោជន៍នោះនឹងឯងមុទិតាប្រែថាត្រេកអរតាមដោយចិត្តទន់ភ្លន់អ៊ីសាប្រែថាមិនត្រេកអរតាមដោយអំណាចនៃចិត្តរិស្យាពោលគឺការចរណែនចូលកូនចាំទុកថាសត្រូវដ៏សំខាន់របស់មុទិតាគឺអ៊ីសានេះឯងកាលបើចំណែនហើយចិត្តក៏មិនបានត្រេកអរមិនមានការពេញចិត្តមានសភាពញាប់ញ័រដូចជាចោរយកសត្រាវុធមកខ្ជង់ត្រង់ដើមទ្រូងដូច្នោះឯងកាលណាបើបានដឹងថាអ្នកដតីបានល្អហើយមិនថាជាបងប្អូនជាមនុស្សរួមការងារឬជាអ្នកមានគុណណាឡើយអ្នកដែលមានអ៊ីសាក៏ដល់នៅការស្លុតចិត្តបែបម្យ៉ាងមានការអន់ចិត្តបើមិនទប់ស្កាត់ទេវានឹងបណ្ដាលឲ្យមានរឿងមិនល្អផ្សេងកើតឡើងដែលជារឿងគួរឲ្យខ្លាចវិធីកម្ចាត់អ៊ីសាគឺការចំណែននោះត្រូវអប់រំចម្រើននៅមុទិតាមានសទ្ធាជឿហេតុផលមានបញ្ញាយល់ដឹងរឿងនៅក្នុងលោកមិនយល់ថាសម្បត្តិក្នុងលោកនឹងវាអស្ចារ្យណាស់ណាទៅនោះទេតាមពិតវាគ្រាន់តែសម្រាប់ដោះស្រាយនៅសេចក្តីទុក្ខលំបាកប្រចាំរូបកាយតែប៉ុណ្ណោះបើរូបកាយមិនមានហើយក៏មិនចាំបាច់ត្រូវការទ្រព្យសម្បត្តិអ្វីបន្តិចបន្តួចឡើយដូចជាថ្នាំសម្រាប់ព្យាបាលរោគថ្នាំមិនមែនសំខាន់អ្វីជាងការមិនមានរោគនោះទេដូច្នេះខ្លឹមសារសំខាន់ក្នុងជីវិតគឺការប្រព្រឹត្តធម៌ដើម្បីរំលត់ទុក្ខកូនត្រូវហាត់អប់រំចម្រើននៅមុទិតាចាប់ផ្ដើមតាំងពីក្រុមគ្រួសារទៅមុនរួចហើយផ្សាយពង្រីកទៅដល់អ្នកដទៃជាខាងក្រៅទៀតអ៊ីសាក៏នឹងសាបសូន្យទៅម្ល៉េះហើយកូនមេឪពុកដែលមានតែមុទិតាចំពោះអ្នកដទៃយ៉ាងនេះសេរីសួស្តីនិងសេចក្តីសុខក៏ចូលមករកជីវិតរបស់កូនព្រមគ្នានឹងគុណធម៌ផ្សេងទៀតដ៏ច្រើនចូលកូនចងចាំកុំភ្លេចមុទិតាជាថ្នាំរងាប់រោគអ៊ីសាស្មោកគ្រោករោគក្នុងចិត្តអ៊ីសាកើតឡើងអស់អាណិតដូចខ្មោចសន្ធិដ្ឋនៅក្នុងខ្លួនអ៊ីសានាំឲ្យមានគំនុំធ្វើឲ្យសង្គមមិនមមួនចាក់ដោតព្យាបាទព្រោះគុំគួនថែធួនដោយថ្នាំមុទិតាកូនអ្នកពុកជីវិតមនុស្សគ្រប់គ្នាដែលបានកើតមកនៅក្នុងលោកហើយមានប្រក្រតីនៅដោយសេចក្តីសុខទៅបាននោះគឺមកអំពីស្គាល់និងគោរពនៅទូនាទីរបស់ខ្លួនឯងដើម្បីកូនអ្នកពុកស្គាល់ទូនាទីស្គាល់នៅសិទ្ធិរបស់ខ្លួនសិទ្ធិរបស់អ្នកដទៃនិងដើម្បីរៀបចំទុកដាក់ឲ្យបានល្អនៅក្នុងការសាគប់ឬសមាគមរួមការងារក្នុងកិច្ចការផ្សេងព្រមទាំងដើម្បីបាននៅភាពប្រសើរក្នុងការតាក់ទងជាមួយអ្នកដទៃនៅក្នុងសង្គមកូនត្រូវសិក្សារៀនសូត្រឲ្យបាននៅចំណេះដឹង7មុខ1កូនត្រូវរៀនឲ្យដឹងថាកិច្ចការអ្វីខ្លះដែលជាមុខនាទីរបស់មនុស្ស2កូនត្រូវដឹងហេតុនិងផលក្នុងការងារដែលត្រូវធ្វើមិនត្រូវច្រឡំហេតុផលជាដាច់ខាត3កូនត្រូវរៀនអំពីខ្លួនឯងឲ្យស្គាល់ខ្លួនឯងឲ្យបានប្រកបព្រមទាំងត្រូវដឹងពីការគោរពខ្លួនឯងផង4កូនត្រូវរៀនឲ្យដឹងប្រមាណគឺចេះស្ទង់ស្ទាបក្នុងដំណើរការមានបញ្ញាយល់ត្រូវជាគ្រឿងកំណត់5
កូនត្រូវរៀនអំពីពេលវេលាត្រូវចេះកំណត់ដឹងកាលត្រូវចេះប្រើប្រាស់ពេលវេលាឲ្យមានប្រយោជន៍6កូនត្រូវរៀនឲ្យដឹងអំពីព្រឹត្តិការណ៍និងអធ្យាស្រ័យនៃបុគ្គលត្រូវចេះសង្កេតឲ្យស្គាល់មនុស្សនិងទី7កូនត្រូវរៀនឲ្យស្គាល់អំពីសង្គមមនុស្សទំនៀមទម្លាប់ប្រពៃណីជាដើមចំណេះដឹងទាំងអស់នេះមិនត្រឹមតែធ្វើឲ្យកូនស្គាល់នៅទូនាទីរបស់ខ្លួនបានច្បាស់លាស់ប៉ុណ្ណឹងទេគឺនៅធ្វើឲ្យកូនបានទៅជាមនុស្សដ៏សំខាន់ក្នុងការជួយខ្លួនឯងនិងជួយដល់អ្នកដទៃទៀតផងប៉ុន្តែឪសូមឲ្យកូនមាននៅស្មារតីប្រយ័ត្នជានិច្ចចំពោះសេចក្តីប្រមាទគឺការធ្វេសប្រហែសព្រោះសេចក្តីប្រមាទនេះឯងវាធ្វើឲ្យអ្នកដែលចេះស្ទាត់នៅក្នុងការងារហើយនោះត្រឡប់ទៅជាទទួលនៅបរាជ័យដូចជាបុគ្គលល្ងង់ខ្លៅឬដូចជារថយន្តដែលត្រឡប់ធ្លាក់ជ្រោះអញ្ចឹងឯងកូនមេឪពុកតួនាទីរបស់មនុស្សជាកិច្ចការចាំបាច់បំផុតដែលត្រូវសិក្សានិងបប្រតិបត្តិដល់គ្នាទៅវិញទៅមកក្នុងឋានៈនេះកូនមានតួនាទីច្រើនយ៉ាងដែលត្រូវធ្វើចំពោះអ្នកដទៃកូនត្រូវបំពេញតួនាទីជាកូនដ៏ល្អរបស់មាតាបិតាការកូនជាបងគេកូនត្រូវបំពេញតួនាទីកាលដែលកូនជាប្អូនគេក៏ត្រូវបំពេញតួនាទីជាប្អូនដ៏ល្អរបស់បងកាលដែលកូនជាមិត្តរបស់គេកូនត្រូវបំពេញតួនាទីជាមិត្តដ៏ល្អរបស់មិត្តសម្លាញ់កាលដែលកូនជាអ្នករៀនសូត្រកូនត្រូវបំពេញតួនាទីជាសិស្សដ៏ល្អរបស់គ្រូលក្ខគ្រប់យ៉ាងត្រូវឲ្យបានល្អជាទីបំផុតនិងឲ្យអស់សមត្ថភាពការបប្រតិបត្តិនៅតួនាទីជាមនុស្សគឺជាការបប្រតិបត្តិនៅធម៌ដ៏សមគួរតាមធម៌តួនាទីត្រូវសម្ភារធ្វើឲ្យល្អចិត្តស្មោះសរបន្តការស្មារតីមានមិនប្រមាទក្នុងជីវិតពិតជាស្ពានចាអត់ឃ្លានឈានឆ្លងគ្រោះរស់ប្រពៃខ្ជិលធ្វើការមានឈ្មោះថាស្លាប់ទាំងរស់ស្លាប់ដូចពស់រស់កង្កែបបែបសត្វរៃហេតុដូច្នេះកូនត្រូវចេះឆ្លាតវាងវៃកុំចាត់ភ័យលៃឲ្យសពញាប់ដៃជើងកូនមេឪពុកកូនមានតួនាទីរបស់កូនដែលត្រូវបប្រតិបត្តិចំពោះមាតាបិតាដោយខាងក្រោមនេះ1តាំងចិត្តសិក្សារៀនសូត្រដើម្បីឲ្យបានជាកូនចេះដឹងល្អ2ជួយធ្វើកិច្ចការងារមាតាបិតាឲ្យបានល្អជាទីបំផុត3តម្កល់តម្កើងនៅវងតកូលឲ្យបានល្អតទៅ4ប្រព្រឹត្តខ្លួនឲ្យល្អឲ្យសមគួរជាអ្នកទទួលនៅមរតកនិង5មេដាបិតាចិញ្ចឹមកូនឲ្យបានរស់មកកូនត្រូវចិញ្ចឹមមេដាបិតាវិញជាពិសេសនៅពេលគាត់ចាស់ទៅនឹងឯងហើយបន្តទៅទៀតទី6គឺកូននាំមេដាបិតាទៅវត្តឬកន្លែងផ្សេងតាមសមគួរដល់សេចក្តីចម្រើនបុណ្យកុសលទី7នៅពេលមេដាបិតាមានជំងឺត្រូវនៅថែរក្សាឲ្យបានជិតដិតត្រូវជួយឲ្យមេដាបិតាបានស្ដាប់នៅពធផងហើយទី8ត្រូវរក្សាទឹកចិត្តរបស់ម៉ែឪមិនត្រូវឲ្យមេដាបិតាមានទុក្ខកង្វល់ឬក៏ខូចចិត្តដោយសាររឿងមិនល្អរបស់ខ្លួនកូនឡើយកូនត្រូវចាំទុកសេចក្តីសុខរបស់មេដាបិតានៅត្រង់កតញ្ញុតាធម៌របស់កូនទាំងឡាយចំណុចទី9កូនត្រូវថែរក្សានៅសម្បត្តិទ្រព្យវៈយវៈខ្លួនប្រាណទាំងមូលជីវិតនិងអវាទទូលមានផ្សេងផងដែលមេដាបិតាបានប្រគល់ឲ្យជាមរតកដល់កូននិងចុងក្រោយទី10ធ្វើបុណ្យឧទ្ទិសដល់មេដាបិតាកាលដែលគាត់ធ្វើការកិរិយាទៅកម្មលោកខាងមុខហើយនោះកូនអ្នកពុកកាលដែលកូនជាអ្នកសិក្សារៀនសូត្រគឺជាសិស្សល្អកូនមានតួនាទីទំនាក់ទំនងនឹងការសិក្សាដោយខាងក្រោមនេះ1ត្រូវសម្ដែងការគោរពចំពោះលោកគ្រូអ្នកគ្រូដោយសេចក្តីកោតក្រែង2បើមានឱកាសត្រូវប្រញាប់ចូលទៅទទួលបម្រើលោកគ្រូអ្នកគ្រូក្នុងកិច្ចការដ៏សមគួរ3ត្រូវស្ដាប់គ្រូនិងបប្រតិបត្តិតាមការណែនាំរបស់លោកគ្រូអ្នកគ្រូដោយការយកចិត្តទុកដាក់4
តាំងចិត្តរៀនគ្រប់ចំណេះវិជ្ជាដែលគ្រូនាំមកបង្រៀន5ត្រូវបប្រតិបត្តិឲ្យមានរបៀបវិន័យតាមបទបញ្ជារបស់សាលាត្រូវទុកវិន័យដូចជាអលង្ការ6ត្រូវជួយធ្វើការងាររបស់សាលាតាមការដែលឆ្លាតឆ្លៀសរបស់ខ្លួននិងមិនត្រូវខ្ជិលជាដាច់ខាត7ត្រូវជួយរក្សាទ្រព្យសម្បត្តិរបស់សាលារៀនឲ្យបានគង់វង្ស8ត្រូវមានសេចក្តីស្រឡាញ់រាប់អានចំពោះសិស្សសាលាផងគ្នាត្រូវធ្វើជាសិស្សគំរូល្អ9មានឆន្ទៈពេញចិត្តក្នុងការសិក្សាព្រោះការសិក្សាជាការស្វែងរកចំណេះដឹងមកដាក់ខ្លួនត្រូវព្យាយាមឲ្យបានសម្រេចមិនខ្ជិលមិនគិតតែពីលេងសប្បាយត្រូវយកចិត្តទុកដាក់ចំពោះកិច្ចការនិងត្រូវចេះពិចារណាក្នុងហេតុផលផ្សេងចេះសាកសួរដើម្បីឲ្យមានការចេះដឹងបានត្រឹមត្រូវនិង10ត្រូវចេះប្រយ័ត្នចំពោះចំណង់ដែលចង់ក្នុងផ្លូវអាក្រក់ផ្សេងត្រូវរៀនឲ្យចេះមានសេចក្តីអត់ធន់ដើម្បីបានជាដៃគូក្នុងការសិក្សាកូនត្រូវដឹងថាសេចក្តីអត់ធន់ជាវិជ្ជាដ៏សំខាន់និងជាឫសគល់នៃចំណេះដឹងទាំងឡាយនិងត្រូវចាំទុកថាបុគ្គលល្ងងខ្លៅមានខ្លួនឯងជាសត្រូវកូនអ្នកឪពុកអ្នកទីដែលកូនត្រូវបប្រតិបត្តិចំពោះអ្នកដទៃជាទូទៅដោយការឲ្យនៅទឹកចិត្តល្អស្មោះរបស់កូន1កូនត្រូវសម្លឹងមើលមនុស្សគ្រប់គ្នាដែលបានជួបដោយក្រសែភ្នែកជាមិត្ត2កូនត្រូវចេះញញឹមមានទឹកមុខស្រស់ស្រាយជាមួយនឹងមនុស្សទាំងឡាយ3កូនត្រូវចេះសម្លឹងមើលផ្នែកល្អរបស់មនុស្សកូនត្រូវយល់ថាអ្នកដែលបានកើតមកជាមនុស្សសុទ្ធតែជាអ្នកធ្លាប់បានធ្វើល្អកូនមិនត្រូវមើលងាយអ្នកណាឡើយទី4កូនត្រូវចេះគួរសមដោយរបៀបល្អគ្រប់យ៉ាងដូចជាញញឹមរោគសំពះអោនក្បាលបន្ទន់ខ្លួនតាមឋានៈរបស់ខ្លួននិងតាមឋានៈរបស់អ្នកដទៃ5កូនត្រូវចេះស្ដាប់អ្នកដទៃនិយាយកុំនិយាយកាត់ដោយឥតរបៀបបើនិយាយត្រូវឲ្យមានប្រយោជន៍6កូនត្រូវចេះប្រើពាក្យទាំងពីរយ៉ាងនេះឲ្យជាប្រចាំគឺពាក្យសូមអរគុណនិងពាក្យសូមអត់ទោស7កូនត្រូវនិយាយដោយពាក្យសុភាពពីរោះទាំងចំពោះមុខទាំងកំបាំងមុខ8កូនត្រូវចេះឲ្យកម្លាំងចិត្តដោយពាក្យសរសើរជាដើមដល់មនុស្សល្អ9កូនត្រូវចេះនិយាយសរសើរក្នុងផ្នែកល្អរបស់មនុស្សណាដែលជាទីស្រឡាញ់ពេញចិត្តរបស់អ្នកដែលកូនកំពុងតែនិយាយជាមួយជាការសរសើរពិត10កូនត្រូវចេះបដិសេធនៅអ្វីដែលកូនមិនយល់ស្របតាមដោយមិនឲ្យគេខូចចិត្ត11កូនត្រូវរួមសន្ទនាក្នុងអ្វីដែលអ្នកសន្ទនាអាចឲ្យនៅការចេះដឹងមកដល់កូនបាន12កូនត្រូវយករឿងល្អឬរឿងអ្នកធ្វើល្អមកនិយាយនៅក្នុងពេលសន្ទនា13កូនត្រូវអាស្រ័យបញ្ញាពិចារណាចំពោះអ្នកដទៃដែលនៅជុំវិញខ្លួនកូនដោយកូនមិនត្រូវអាងអំណាចអ្វីមួយហើយចាំតែចាប់កំហុសគេឡើយ14កូនគួរតែរកពេលវាចាកការនិយាយមិនល្អឬវាចាកការខឹងក្រោធយ៉ាងតិចឲ្យបានមួយថ្ងៃក្នុងមួយសប្តាហ៍ទោះជាថ្ងៃណាក៏បានដែរ15កូនត្រូវសាងឧបនិស្ស័យជួយអ្នកដទៃក្នុងការងារអ្វីដែលកូនអាចធ្វើទៅបានដោយមិនសម្លឹងផលតបស្នងពីគេវិញត្រូវសន្សំសន្តានករណាឲ្យកាន់តែមមតំមុននឹងត្រូវលាចាកលោកនេះទៅទឹកចិត្តល្អបីដូចជាព្រះព្រំដែលស្ថិតនៅក្នុងខ្លួនរបស់មនុស្សកូនអ្នកឪពុកឲ្យសូមទូននាងកូនថាគប់ពេលនាំទៅរកខុសស្រីប្រុសចូលចាំកុំតាមចង់គប់ប្រាជ្ញនាំទៅរកត្រង់សិលល្អផូរផង់ចង់ត្រឹមត្រូវខ្សែគប់បាបប្រមិតពិតនាំខ្លួនឲ្យខុសផ្ទួនគេអាស្រូវកំណើតជាមនុស្សក្រពេកកើកូនត្រូវស្ដាប់ឪទៅឈ្មោះល្អចង់កសាងខ្លួនកុំឆ្ងាយអ្នកប្រាជ្ញ
កូនអ្នកពុកឈ្នះខ្លួនឯងប្រសើរជាងកូនត្រូវចាំទុកជានិច្ចថាការឈ្នះដ៏ក្រៃលែងជាទីបំផុតគឺការឈ្នះចិត្តខ្លួនឯងព្រោះហេតុនេះកូនត្រូវវឹកហាត់បង្កប់ខ្លួនឯងឲ្យបានកាលដែលកូនបង្កប់ខ្លួនឯងបានហើយកូនធ្វើអ្វីៗក៏បានសម្រេចដែរការសម្ដែងសេចក្តីគោរពដាក់ខ្លួនឲ្យលំទោនជាមេរយាទនៃមនុស្សល្អកូនកុំអួតអាងលើកតម្កើងខ្លួនជាមួយនឹងអ្នកណាឲ្យសោះព្រោះវាមិនបានឲ្យផលល្អដល់ដំណើរជីវិតរបស់កូនឡើយការលើកតម្កើងខ្លួនឯងមិនមែនជាការគោរពខ្លួនឯងនោះទេកូនមេពុកកូនចូលញញឹមដាក់អ្នកដតីដូចដែលកូនប្រាថ្នាឲ្យអ្នកដតីញញឹមមករកកូនអញ្ចឹងដែរបើកូនញញឹមដាក់កញ្ចក់ក៏ញញឹមដាក់កូនវិញនៅពេលដែលកូនខឹងក្រោធនឹងបុគ្គលណាកូនសាកល្បងរត់ទៅឆ្លោះមុខកូនខ្លួនឯងក្នុងកញ្ចក់មើលកូននឹងជួបយៈនៅក្នុងកញ្ចក់នោះជាពិតប្រាកដមិនខានឡើយគឺមុខអាក្រក់របស់កូននឹងឯងបើចង់ឲ្យមុខស្អាតត្រូវកុំខឹងកូនមានឪពុកការស្រឡាញ់មិនមានដាក់លក់ឡើយបើកូនចង់បានកូនត្រូវធ្វើយកដោយខ្លួនឯងពេលកូនឲ្យសេចក្តីស្រឡាញ់ទៅដល់អ្នកដទៃនឹងឲ្យសេចក្តីស្រឡាញ់ត្រឡប់មកដល់កូនវិញបើកូនចង់ឲ្យអ្នកដទៃស្រឡាញ់ពិតសូមកូនធ្វើឲ្យបានតែម្យ៉ាងក៏ល្មមគ្រប់គ្រាន់គឺធ្វើខ្លួនឲ្យគួរស្រឡាញ់អ្នកដទៃដោយមេត្តាគឺជាការប្រសើរណាស់កូនអ្នកឪពុករាល់យប់មុននឹងកូនគេងកូនកុំភ្លេចថ្វាយបង្គំព្រះពុទ្ធធម៌ប្រសង្ឃហើយកូនត្រូវនឹកដល់គុណមេដាបិតាផងព្រមទាំងអ្នកមានគុណផ្សេងទៀតផងដែរបើកូនធ្វើបានដូចនេះកូននឹងបានចម្រើនសូមកូនកុំភ្លេចតាំងចិត្តមេត្តាដល់សពសត្វទាំងឡាយពាក្យចាស់លោកថាប្រាស់ខ្លួនដេកទៅកុំដេកទទេកូនអ្នកឪពុកបើកូនចង់ស្អាតត្រូវរក្សាសិលបើកូនចង់មានត្រូវឲ្យទានបើកូនចង់ឆ្លាតត្រូវចេះសួរបើកូនរៀនដើម្បីនឹងឲ្យបានដឹងអ្វីណាមួយនោះកូនត្រូវរៀនដឹងឲ្យច្បាស់លាស់ពិតប្រាកដកូនអ្នកឪពុករៀនដឹងដើម្បីជួយខ្លួនឯងគឺដើម្បីមានខ្លួនឯងជាទីពឹងខ្លួនឯងបានប្រសើរជាងពឹងអ្នកដទៃកូនអ្នកឪពុកសុភាសិតបានពោលទុកថាអ្នកស្រែបានស្រូវរមែងឲ្យបាយពួកព្រានទាំងឡាយរមែងឲ្យសាច់ពេទ្យជាបារោគជាកិច្ចចាំបាច់ឲ្យទានសម្រេចទៅលើចិត្តបន់ចំណែកបណ្ឌិតមានពិតក្នុងលោកបានជួបមានជោគព្រោះលោកពោលសុនកូនចង់បានអ្វីកុំឲ្យសួយសុនគិតទុកជាមុនសុំចូលទៅរកពោលសុនសន្តរកថាពោលល្អចា៎ណាគឺធម្មទានឈ្នះអស់ទានទាំងពួងកូនអ្នកឪពុកកូនចូលសម្ដែងការរីករាយដល់អ្នកដែលឈ្នះកូនគ្រប់ករណីដើម្បីដល់ថ្ងៃក្រោយតទៅនៅពេលដែលកូនឈ្នះគេវិញគេនឹងសម្ដែងការរីករាយមករកកូនផងដែរប៉ុន្តែបើគេមិនបានសម្ដែងនៅការរីករាយមករកកូនទេនោះកូនក៏គួរសម្ដែងនៅការយល់ដល់ចិត្តរបស់គេនិងអាណិតគេផងព្រោះគេបានចាញ់តាំងពីគ្រាដំបូងដែលគេបានឈ្នះកូនម្លេះគឺឈ្នះចិត្តរបស់ខ្លួនគេនឹងឯងចំណែកកូនវិញគឺឈ្នះចិត្តរបស់កូនដែលជាការឈ្នះដ៏ប្រសើរមិនមានការតស៊ូណាឲ្យក្រៃលែងជាងការតស៊ូយកឈ្នះចិត្តអាក្រក់របស់ខ្លួនឡើយកូនអ្នកឪពុកកូននៅទីកន្លែងណាក៏ដោយកូនចូលចាំទុកមិនត្រូវធ្វើខ្លួនឲ្យមានបញ្ហាត្រូវតែធ្វើខ្លួនឲ្យអស់បញ្ហាកុំរវល់ចាប់ទោសអ្នកដទៃហើយត្រូវតម្កល់ខ្លួនឯងទុកឲ្យប្រពៃមនុស្សល្អគឺជាមនុស្សដែលចេះទូនមានខ្លួនឯងកូនមិនត្រូវនិន្ទានិយាយអាក្រក់ពីក្រោយអ្នកដទៃឡើយព្រោះបើគេបានដឹងរឿងហើយគេរមែងកើតទុកនឹងខឹងមករកកូនទោះបីនៅចំពោះមុខក៏ដោយបើកូនចង់និយាយអ្វីកូនត្រូវតាំងចិត្តមេត្តាឲ្យបានស្រួលសិនសុំនិយាយកូនកុំភ្លេច
គិតថាពុកម្ដាយគេពុកម្ដាយយើងបងប្អូនគេបងប្អូនយើងនៅតែម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដីកូនអ្នកពុកការបាននៅបញ្ញានាំមកនៅសេចក្តីសុខកូនមិនគួរក៏បីកើតមកដើម្បីមានសេចក្តីទុក្ខលំបាកឡើយក្នុងវ័យកូននៅក្មេងកូនត្រូវរកសេចក្តីសុខជាមួយនឹងការរៀនសូត្រព្រមដោយការរៀនដឹងរឿងរ៉ាវក្នុងជីវិតក្នុងវ័យកំឡោះក្រមុំកូនត្រូវរកសេចក្តីសុខជាមួយនឹងការកសាងជីវិតរៀបចំជីវិតទៅតាមការចេះដឹងក្នុងពេលដែលគ្រប់គ្រងផ្ទះកូនត្រូវរកសេចក្តីសុខជាមួយនឹងជីវិតគ្រួសារក្នុងវ័យចាស់ជរាកូនត្រូវរកសេចក្តីសុខជាមួយនឹងសេចក្តីស្ងប់រងាប់ផ្លូវចិត្តកូនអ្នកពុកវិជាទុកជាភ្នែកការប្រព្រឹត្តទុកជាជើងកូនក៏បីនឹកជានិច្ចនៅពេលដែលកូនមានការធុញទ្រាន់ក្នុងការរៀនសូត្រសូមកូនគិតថាការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសម្រេចការរៀនសូត្រជាទ្វារចូលទៅរកសេចក្តីសុខការរៀនសូត្រជាទ្វារចូលទៅរកជ័យជំនះពេលវេលាទំពាស៊ីនៅសពសត្វបើកូនប្រាថ្នាជាមនុស្សល្អកូនគួរដឹងពេលវេលានិងគួរបប្រតិបត្តិឲ្យត្រូវពេលដល់ពេលកូនញ៉ាំកូនត្រូវញ៉ាំដល់ពេលគេងកូនត្រូវគេងដល់ពេលក្រោកកូនក៏ត្រូវតែក្រោកដល់ពេលរៀនកូនត្រូវរៀនដល់ពេលលេងកូនសំលេងដល់ពេលដែលកូនត្រូវធ្វើអ្វីណាកូនត្រូវតែធ្វើនៅអ្វីនោះឲ្យពិតប្រាកដកូនអ្នកពុកបើកូនជួយខ្លួនឯងមិនបានអ្នកខុសគឺឪពុកម្ដាយតែបើកូនជួយខ្លួនឯងបានអ្នកដែលសប្បាយចិត្តជាងគេគឺឪពុកម្ដាយរបស់កូននឹងឯងពេលមានបញ្ហាតាក់ទងនឹងកូនត្រូវកូនរកហេតុនៃបញ្ហាហើយយកមកពិចារណាកែខៃកូនត្រូវដោះស្រាយបញ្ហាដោយបញ្ញាកុំដោះស្រាយបញ្ហាដោយការខឹងក្រោធឲ្យសោះព្រោះនៅពេលខឹងមនុស្សយើងតែងតែល្ងងកូនអ្នកឪពុកកូនកុំជាម្ចាស់បំណុលឡើយព្រោះធ្វើឲ្យកូនមានទុក្ខកូនកុំចូលចិត្តខ្ចីរបស់របរប្រើប្រាស់របស់គេផងដែរសម្ពុតក៏អាវអ្នកដតីកូនត្រូវចាត់ចែងត្រៀមរៀបចំឲ្យមានព្រមបើមិនមាននឹងមិនចាំបាច់ទេគឺមិនត្រូវប្រើប្រាស់នៅរបស់នោះឡើយព្រោះមាយាទល្អជាសម្បត្តិដ៏ប្រពៃយ៉ាងទៀតវិជ្ជាជាកំណប់ទ្រព្យជាប់នៅនឹងខ្លួនកូនបើកូនមិនចង់ឲ្យបែកមិត្តកូនកុំខ្ចីប្រាក់មិត្តឯការដែលចូលចិត្តសូមរឹតតែកុំណាស់ទៅទៀតការលួចរបស់អ្នកដទៃខុសទាំងច្បាប់ខុសទាំងសិលធម៌នាំឲ្យមានពីវេរាទៀតផងចូលកូនចាំទុកថាទ្រព្យសម្បត្តិមាសប្រាក់របស់យើងចៅអាចលួចយកទៅបានតែចំណេះវិជ្ជានៅជាប់ជាមួយនឹងខ្លួនកូនអ្នកណាក៏លួចយកទៅមិនបានដែរកូនមានឪពុកទៅរកគេឲ្យគេត្រេកអរនេះជាដំណើររបស់មនុស្សល្អកូនកុំទៅផ្ទះគេញឹកញាប់ពេកព្រោះគេអាចធុញទ្រាន់មិនចង់ទទួលរឿងនេះកូនអាចសង្កេតបានដោយខ្លួនឯងបើអ្នកណាមកផ្ទះយើងញយញកូនក៏មិនពេញចិត្តដែរព្រោះដូច្នេះកូនមានឪពុកកុំទៅផ្ទះគេញឹកញាប់ពេកបើកូនទៅផ្ទះអ្នកដទៃកុំចូលបន្ទប់ដេករបស់គេវាតែគេអនុញ្ញាតកាលដែលចូលទៅហើយកុំរវីមរវាមរុះរើអ្វីឡើយហើយកូនមានទូនាទីសរសើរនៅអ្វីដែលកូនគួរសរសើរនាទីរបស់កូនក្នុងឋានៈជាភ្ញៀវ1សម្ដែងការគោរពដល់បុគ្គលជាធំដែលគួរគោរព2ឲ្យការស្និទ្ធស្នាលនិងភាពជាមិត្តដល់អ្នកតូច3ឲ្យការរីករាយដល់ម្ចាស់ផ្ទះឬម្ចាស់កន្លែងនោះដោយការពោលសរសើរត្រូវប្រយ័ត្នក្នុងការរិះគន់និន្ទានៅរឿងអ្វីមួយកូនចូលចាំថាភ្ញៀវល្អដូចជាផ្កាដែលគេចូលចិត្តកូនអ្នកឪពុកការក្រែងចិត្តគឺជាសម្បត្តិរបស់មនុស្សល្អបើកូនទៅណាមកណាកុំឲ្យគេរងចាំមុននឹងកូនទៅទីណាកូនត្រូវប្រាប់អ្នកធំក្នុងផ្ទះឬក្នុងកន្លែងនោះកាលដែលគេបានដឹងហើយគេនឹងជួយទំនុកបម្រុងកូននៅក្នុងកិច្ចការដែលចាំបាច់ព្រោះនេះជាសុជីវធម៌សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃនេះឯង
កូនមានឪពុកសាងមិត្តកុំសាងសត្រូវកូននៅទីណាក៏ដោយមិនត្រូវសាងសត្រូវឡើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកំពេញចិត្តធ្វើឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកណាឡើយកូនមានឪពុកការគ្រប់គ្រងចិត្តនាំមកនៅសេចក្តីសុខបើអ្នកដទៃធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេកូនត្រូវតែអាណិតគេព្រោះគេកំពុងតែមានគ្រោះកាចចូលកូននេះឪពុកចាំទុកថាគេមានផ្នែកបែកមិនល្អកូនកុំខ្នើសកូនត្រូវជ្រើសរើសយកល្អសគេមានជាប្រយោជន៍ហើយប្រកាន់ឆ្ពោះនិព្វានខុសប៉ុន្មានជាបាបគ្រោះរបស់គេអភ័យទានជាទានដ៏ប្រសើរណាស់ចូលកូនកុំឆ្លោះជាមួយអ្នកដទៃកូនកុំនិយាយអាក្រក់ពីគេកូនកុំមើលងាយមើលថោកអ្នកណាឡើយកូនកុំខឹងក្រោធដាក់អ្នកដទៃងាយបើកូនខឹងកូនត្រូវដើរទៅងូតទឹកទៅអាមទីភៅជាដើមចឹងទៅហើយកូនត្រូវទន្ទិញពាក្យថាឲ្យអភ័យកូននៅឪពុកកូនត្រូវជួយអ្នកដទៃជួយដោយស្មោះត្រង់ជួយដោយការនិយាយជួយដោយការប្រឹក្សាជួយដោយកម្លាំងកាយក្នុងការងារដែលត្រឹមត្រូវការជួយអ្នកដទៃធ្វើឲ្យកូនបានសប្បាយចិត្តនៅពេលដែលការងារបានសម្រេចទឹកចិត្តល្អគឺជាទីប្រាថ្នារបស់មនុស្សក្នុងលោកឲ្យសូមឲ្យកូនមានទឹកចិត្តល្អដល់សពសត្វទាំងឡាយព្រោះទឹកចិត្តល្អប្រៀបដូចជាទឹកបរិសុទ្ធដែលចាំបាច់នោះយើងគ្រប់គ្នាត្រូវបរិភោគចូលកូនរបស់ឪពុកម្ដាយចងចាំទុកនិងពិចារណាឲ្យយល់ឪពុកម្ដាយមានតែចាស់ទៅនឹងនៅចិញ្ចឹមកូនរហូតមិនបានឡើយកូនត្រូវរកវិជ្ជាជួយខ្លួនឯងបើកូនបានសុខឪពុកម្ដាយសប្បាយចិត្តបិទភ្នែកចាកលោកទៅក៏បានស្ងប់ពុកនឹងម៉ែតែប៉ុណ្ណេះចេះតែចាស់ប្រកបណាស់ច្បាស់ជាព្រាត់ខាត់មិនបានកូនត្រូវខំនាំវិជ្ជាមកដាក់ប្រាណទៅកូនបានទីពំនឹងពឹងអាស្រ័យកូនចាំថាមនុស្សអត់វិជ្ជាដូចនាវាអត់ចង្កូតចូលកូនអប់រំចិត្តឲ្យចេះព្រមទទួលនៅសេចក្តីពិតការពិតនៃជីវិតកូនមិនចាំបាច់ចង់ឲ្យអ្វីនៅដដែលនោះទេព្រោះវាមិនបានដូចចង់ឡើយហើយកាលដែលមិនបានដូចចង់កូនត្រូវកើតទុក្ខដូច្នេះចូលកូនចាំទុកថាដរាបណាមនុស្សយើងនៅមិនទាន់ស្លាប់ទេដរាបនោះមនុស្សយើងនឹងបានជួបនៅរបស់ដែលប្រែប្រួលរហូតជានិច្ចនេះជាសេចក្តីពិតក្នុងដំណើរជីវិតបើកូនមិនទំនាស់នឹងការពិតទេកូននឹងចម្រើនទៅដោយសេចក្តីសុខកូនមានឪពុកបើកូនស្អប់គេខ្លាំងកូនក៏មានទុក្ខខ្លាំងដែរបើកូនស្អប់គេតិចកូនក៏មានទុក្ខតិចដែរហើយបើកូនមិនស្អប់គេទេកូនក៏មិនមានទុក្ខហើយនេះជាសេចក្តីសុខក្នុងជីវិតកូនខ្លួនឯងការស្អប់គ្នានឹងគ្នាធ្វើឲ្យលោកនេះមានការបែកបាក់ព្រោះវាជាការទំលាយគ្នានៅក្នុងលោកទាំងមូលចូលកូនកុំក្រោធកុំស្អប់គ្នាឡើយចូលកូនគិតថាក្រោធគឺល្ងងមោហោគឺឈួតមិនក្រោធល្អជាងនឹងបានជាមនុស្សដែលមិនល្ងងមិនឈួតបុរាណកូនធ្លាប់បានឮហើយថាបើឆ្កែខំកុំខំឆ្កែវិញហ្នឹងពាក្យរបស់ចាស់មកនឹងឯង
បើឆ្កែព្រុសយើងហើយយើងព្រុសតទៅវិញគឺបន្ថែមឆ្កែយើងនឹងមួយទៀតអញ្ចឹងកូននេះឪពុកត្រូវតែប្រឹងប្រែងឲ្យបានជាមនុស្សធំគឺធំដោយចិត្តដែលបានអប់រំមិនជំពាក់វគ្គវិនជាមួយគ្នានឹងលោកនេះប្រព្រឹត្តទៅដើម្បីប៉ុណ្ណឹងទៅជែងធាមទាអ្វីនោះទេជាមួយនឹងលោកនេះគឺកូនត្រូវប្រើប្រាស់នៅគុណធម៌ឲ្យបានជាមលុបហើយកូនត្រូវប្រណិប័តក្នុងដំណើរផ្លូវតាមព្រះសម្មាសម្ពុទ្ធក្នុងដំណើរដែលចេញចាកលោកនេះនឹងកូននឹងបានរួចផុតចាកទុក្ខកូនមេឪពុកមេប្រាក់ដែលម៉ែឪរកមកឲ្យកូនសម្រាប់សិក្សារៀនសូត្រសូមឲ្យកូនចាយវាយ៉ាងប្រយ័ត្នកូនមិនត្រូវខ្ជិះខ្ជាយឡើយចេះញ៉ាំចេះប្រើចេះទុកដាក់ដូច្នេះកូនរមែងមិនលំបាកហើយតទៅកូននឹងអាចជួយអ្នកដទៃបានទៀតផងកូនចាំទុកទៀតថាគំនិតចាត់ទុកជាលេខ1ជំនួយចាត់ទុកជាឧបករណ៍ព្រះសម្មាសម្ពុទ្ធបានទូលមានទុកមកថាយើងខ្សែគប់មនុស្សយ៉ាងណាយើងក៏ជាមនុស្សយ៉ាងនោះដូចនិទានអំពីសត្វសេកមួយគូសេកមួយទៅនៅនឹងតាបោះហើយសត្វសេកមួយទៀតទៅនៅនឹងពួកចោរដោយតែឪធ្លាប់បាននិទានឲ្យកូនស្ដាប់ហើយគឺថាសេកមួយល្អសេកមួយអាក្រក់បើកូននឹងខ្សែគប់ជាមួយអ្នកណាត្រូវឲ្យប្រយ័ត្នប្រយែងកូនត្រូវតែគិតជានិច្ចថានឹងមិនយកតម្រាប់តាមមនុស្សអាក្រក់ឡើយ